បាទអញ្ចឹងហើយយើងនឹងបន្តសិក្សាមេរៀនចិត្តសាស្ត្រភាសាដីកាភាគទី3ថ្ងៃទី16ខែ3ឆ្នាំ2025អញ្ចឹងយើងទៅមើល slide ទាំងអស់គ្នាហើយខ្ញុំនឹងរំលឹកខ្លះនៅមេរៀនដែលយើងបានរៀនហើយយើងនឹងបន្តមេរៀនបន្ថែមទៀតអញ្ចឹងកាលពីម្សិលមិញយើងចប់ត្រង់ភាសាចិត្តសាស្ត្រហើយណាហ្នឹងហើយភាសាចិត្តសាស្ត្រយើងចប់ហើយខ្ញុំបានដាក់ខុសឲ្យបងភ័ក្រហើយនឹងបងអ៊ីហ្នឹងហើយជួយមើលមនុษย์ហើយបងប្អូនយើងជួយរក្សាមនុษย์ទាំងអស់គ្នាបើសិនជានៅកន្លែងដែលមានសលេងរំខានហ្នឹងហើយថ្ងៃនេះឃើញតែមីងណៃអាងចូលរៀនវិញបាត់រយៈហើយជារវល់តោះអញ្ចឹងពីម្សិលមិញយើងបានរៀនហើយគឺតកតងនឹងផស្សៈណាហ្នឹងហើយផស្សៈតែយើងសូមរំលឹកពាក្យថាចេតសិកបន្តិចណាពាក្យថាចេតសិកមានន័យថាធម៌ដែលប្រកបក្នុងចិត្តហ្នឹងហើយឬក៏ប្រកបជាមួយនឹងចិត្តហ្នឹងហើយប្រកបក្នុងទីហ្នឹងដោយប្រការៈ4យ៉ាងទី1វាកើតព្រមគ្នាជាមួយនឹងចិត្តទី2រលត់ព្រមគ្នាជាមួយនឹងចិត្តទី3មានអារម្មណ៍តែមួយជាមួយនឹងចិត្តទី4គឺមានវត្ថុដែលជាទីអាស្រ័យកើតនឹងតែមួយជាមួយនឹងចិត្តចំពោះបញ្ចវោការភូមិហ្នឹងហើយក្នុងភូមិសត្វដែលមានខណ្ឌ5តែសម្រាប់សត្វដែលមានខណ្ឌ4ដែលមិនមានរូបគឺអាស្រ័យតែលក្ខណៈ3យ៉ាងក៏សមគួរហើយដូច្នេះពាក្យថាចេតសិកគឺយើងបានសិក្សាហើយក្នុងចេតសិកទាំងអស់ហ្នឹងមានប្រមាណជា52ហើយម្សិលមិញយើងបានរៀនអំពីសព្វចិត្តតសាធារណចេតសិក7យើងបានឲ្យសូត្រម្នាក់ម្ដងហើយក៏យើងបានរៀនមួយក្នុងបណ្ដាចេតសិកទាំង7ហ្នឹងដែលជាសព្វចិត្តតសាធារណចេតសិកគឺជាចេតសិកដែលកើតគ្រប់ចិត្តទាំងអស់ហ្នឹងគឺត្រង់ភាសៈចេតសិកយើងបានរៀនហើយណាហ្នឹងហើយអញ្ចឹងថ្ងៃហ្នឹងហើយយើងនឹងបន្តទៀតយើងរំលឹកបន្តិចយើងអានចេតសិកមួយមកហ្នឹងហើយមើលបុរាណចូលរៀនទេភរិយាបងហើយចូលរៀនទេបុរាណរៀនមួយខ្ញុំលោកគ្រូតែលោកគ្រូបើសូត្រចេតសិក7នឹងតិចមើលមានប៉ុន្មានខ្លះនេះសូត្រមើលពីភាសាមកភាសាវេទនាសញ្ញាចេតនាឯកកតាជីវតិនត្រីមនសិការៈឈ្មោះថាសព្វចិត្តសាធារណចេតសិកសាធុហ្នឹងហើយអញ្ចឹងម្សិលមិញហ្នឹងខ្ញុំឲ្យបងប្អូនយើងអានហើយក៏ប្រាប់ថាព្យាយាមទិញឲ្យចាំមានអ្នកចាំខ្លះនៅមានអ្នកចាំខ្លះនៅគ្រូចាំហើយលោកគ្រូចាំណាបាទបងសរនមកចាំអត់ឲ្យញឹមរហូតណាចាំគេទេមើលទៅមីក្លេងចាំខ្លះដែរជឿអ្នកមីងរាសីចាំឯណាមីងចាំតិចតិចចាំតិចតិចហ្នឹងហើយជឿអ្នកមីងគំលឿនចាចាំតិចតិចដែរមួយចាំឲ្យច្រើនតិចទៅហ្នឹងហើយចាំភ្លេចបាទជម្រាបសួរបងចម្រើនរៀនចិត្តសិក្សាមីទៀតដែរចាជំរាបសួរលោកគ្រូបាទជំរាបសួរបងទាំងអស់គ្នាបាទតោះអញ្ចឹងយើងជាយាមចាំទាំងអស់គ្នាណាហើយបងអ៊ីមិនសួរដល់ចាតោះអញ្ចឹងយើងទៅមើលតែម្ដងទៅណាហើយព្យាយាមខំសូត្រទាំងអស់គ្នាណាហ្នឹងហើយខំប្រឹងសូត្រទាំងអស់គ្នាណាតែឥឡូវយើងមើលលក្ខណៈរបស់ភាសាហ្នឹងលើឆ្លើយមើលភាសាមានលក្ខណៈម៉េចបងប្អូនអ្នកមីងគំលឿនភាសាមានលក្ខណៈម៉េចភាសាមានលក្ខណៈថាប៉ះទុកជាមួយនឹងអារម្មណ៍មួយហ្នឹងហើយប៉ះខ្ទប់ឬក៏ពាល់ត្រូវនៅអារម្មណ៍ណាហ្នឹងហើយតោះឥឡូវតួនាទីហ្នឹងតួនាទីគឺរក្សាតួនាទីរបស់ភាសាហ្នឹងមានតួនាទីអីគេបងអ៊ី
ភាសាលោកគ្រូ បាទទូនីតិរបស់ភាសា ទូនទីរបស់ភាសាមានទូនទីការភ្ជាប់នឹងចិត្តនិងអារម្មណ៍មានអាការៈប្រកបឡើងដល់សញ្ញានៃយោគៈ យោគីវិចរ យោគីវិចរថាជាធរមានការប្រជុំចុះនៃអារម្មណ៍ អូខេចឹងមានន័យថាធម៌មួយវាមានលក្ខណៈ4យ៉ាងទី1លក្ខណៈទូនីតិរបស់វាដូចយើងអញ្ចឹងមានលក្ខណៈរបស់យើងជាមនុស្សទូនីតិការងាររបស់យើងអ្នកខ្លះពលករទៅអ្នកខ្លះប៉ូលីសខ្លះមន្ត្រីវុទ្ធហាត់អីចឹងទៅអញ្ចឹងមានទូនីតិមួយរៀងខ្លួនហើយមានលក្ខណៈសម្គាល់រៀងខ្លួនអញ្ចឹងហ្នឹងហើយដូច្នេះសរុបមកវិញផស្សៈនេះគឺមានលក្ខណៈគឺមានការពាល់ត្រូវនៅអារម្មណ៍មានការពាល់នៅអារម្មណ៍ជាលក្ខណៈមានអាការៈមានទូនីតិគឺប៉ះទង្គិចនៅអារម្មណ៍គឺភ្ជាប់ចិត្តទៅនឹងអារម្មណ៍ហើយពាក្យថាពាល់ត្រូវក្នុងទីនេះមានន័យថាម៉េចទៅពាល់ត្រូវលោកបញ្យល់ផ្សេងមិញនេះលោកបញ្យល់ថាពាក្យថាពាល់ត្រូវមិនមែនដូចជាការដែលយើងប៉ះពាល់ចំបាច់ឬក៏យកដៃទះដៃទាំងសងខាងប៉ះគ្នាទេណាគឺជាធាតុប៉ះទង្គិចដោយធាតុក្នុងអារម្មណ៍ហើយអាធាតុប៉ះទង្គិចធាតុនេះយ៉ាងម៉េចដែលយើងអាចសម្គាល់បានថាផស្សៈដូចជាមានឧទាហរណ៍ដូចអីគេខ្លះដូចសំបីតែឥឡូវក៏មានផស្សៈដែរមែនទេមានណាមានប្រកបពីព្រោះលោកបញ្ជាក់ឲ្យថាក្នុងការដែលចិត្តកាន់យកអារម្មណ៍បាននេះវាផស្សៈហើយមិនអាចទេអញ្ចឹងណាអញ្ចឹងមានន័យថាខណៈដែលចិត្តដឹងអារម្មណ៍គ្រប់ពេលគឺមានផស្សៈហ្នឹងជាបច្ច័យមានផស្សៈហ្នឹងជាធម៌មួយយ៉ាងដែលជាបច្ច័យដល់ការពាល់ត្រូវនៅអារម្មណ៍ហ្នឹងយល់ទេអញ្ចឹងបានយើងឃើញហើយជួនកាលយើងស្រាវយើងនេះហ្នឹងយើងដោយសារអីដោយសារធាតុប៉ះទង្គិចនៃផស្សៈហ្នឹងឯងអញ្ចឹងមេរៀនចាស់យើងស្ដាប់ប៉ុណ្ណឹងចាប់បានខ្លះដែរយល់វិញខ្លះដែរយល់លោកគ្រូយល់ អូខេតោះអញ្ចឹងឥឡូវយើងមើលចំណុចថ្មីថ្ងៃនេះគឺវេទនាចេតសិកអញ្ចឹងយើងចូលចំណុចទី2នៃចេតសិកណាវេទនាចេតសិកបងប្អូនឮពាក្យនេះច្រើនទេពីមុនមកឮច្រើនឮហ្នឹងហើយតែវេទនាដែលយើងធ្លាប់សម្គាល់ចងចាំមកពីមុនមកគឺវេទនាមានន័យថាពិបាកយ៉ាប់យ៉ឺនណាមែនទេហ្នឹងវេទនាហ្នឹងគឺថានេះប៉ុន្តែក្នុងន័យនៃវេទនាចេតសិកនេះមិនមែនមានន័យអញ្ចឹងទេយល់ទេពាក្យថាវេទនាក្នុងទីនេះមានន័យថាសោយអារម្មណ៍ហ្នឹងហើយសោយអារម្មណ៍ហើយសោយហ្នឹងមិនមែនវាទៅស៊ីអារម្មណ៍ទេពាក្យថាសោយយើងជាប់ទៀតណាសោយហ្នឹងមិនយើងប្រើជាមួយស្ដាច់មែនទេស្ដាច់សោយអាហារអញ្ចឹងទៅយើងកុំទៅសម័យថាផស្សៈហ្នឹងវាមានថ្មិញតាពីបាយតាពីសាច់អីណាមិនមែនសោយក្នុងទីហ្នឹងមិនមែនមានន័យថាវាទៅហូបអីដូចយើងហូបបាយហូបទឹកអីទេយល់ទេគ្រាន់លើយើងឮពាក្យថាសោយនេះគឺស្មើនឹងយើងប្រើពាក្យសាមញ្ញថាហូបបាយហូបទឹកណាអញ្ចឹងកាលយើងគិតថាអីផស្សៈនេះគ្រាន់វេទនានេះគ្រាន់បើវាចេះស៊ីបាយស៊ីទឹកអីចឹងណាមិនមែនអញ្ចឹងទេណាយល់អត់ពាក្យសោយអារម្មណ៍ក្នុងទីនេះមានន័យថាវាកាន់យកអារម្មណ៍ហ្នឹងដោយសភាពយ៉ាងម៉េចអញ្ចឹងឧបមាថាវាសោយអារម្មណ៍ជាទុកឧបមាថាទាត់ដុំថ្មមួយជើងអីចឹងទៅអញ្ចឹងនៅសភាពរឹងនៃដុំថ្មនៅពេលដែលវាប៉ះនៅនឹងកាយទៅវាធ្វើឲ្យម៉េចវាធ្វើឲ្យយើងនឹងយើងហៅថាឈឺអាតួឈឺហ្នឹងគឺជាតួវេទនានឹងឯងវាសោយអារម្មណ៍ដោយភាពជាទុក្ខអញ្ចឹងណាដែលយើងអាចដឹងថាឈឺហ្នឹងគឺតួវេទនានឹងឯងបើអត់មានវេទនានឹងទេក៏អត់ដឹងឈឺដែរយល់អត់នៅពេលដែលខ្មោចងាប់អត់មានវេទនាចេតសិកកើតខ្មោចនឹងចេះដឹងឈឺទេពីព្រោះវាបាត់អាធម្មជាតិឲ្យអារម្មណ៍នោះយល់អត់ដូចដុំថ្មអត់មានចេតសិកណាយើងវាយដុំថ្មចេះឈឺទេអត់ទេឈឺទេពីព្រោះវាអត់មានការសោយអារម្មណ៍យល់អត់អាតួសោយអារម្មណ៍ហ្នឹងវាមានសោយអារម្មណ៍ជាសុខជាទុក្ខជាសោមនស្ស
ជាតោម្នាស់និងប្រពេខាយល់ទេដូចពេលខ្លះសភាពនៃចិត្តរបស់យើងសោយអារម្មណ៍ភាពជាកដាលមានន័យថាមិនសុខមិនទុក្ខធម្មតាកដាលស្មើអញ្ចឹងតែពេលខ្លះទៀតជួបរបស់ល្អគេទិញនាឡិកាពេជ្រឲ្យឃើញអានាឡិកាពេជ្រនឹងហើយមិនទៅអានាឡិកាពេជ្រនឹងជាអារម្មណ៍ជាអារម្មណ៍របស់ចិត្តទេជាអារម្មណ៍នៅពេលដែលកាន់យកអារម្មណ៍នឹងហើយមានសភាពត្រេកអរសប្បាយចិត្តទេប្រហែលណាដូចតែយើងពេញចិត្តយើងជាប់យើងស្រឡាញ់ក្នុងរបស់ហ្នឹងពេលដែលយើងឃើញរបស់ហ្នឹងហើយយើងស្រឡាញ់យើងពេញចិត្តទេពេញចិត្ត យើងពេញចិត្តយើងសប្បាយចិត្តអាតួសប្បាយចិត្តត្រេកអរហ្នឹងជាតួវេទនានឹងឯងវាសោយអារម្មណ៍ដោយភាពជាសោមនស្សដែលខ្មែរយើងហៅថារីករាយត្រេកអរណាយល់ទេអាហ្នឹងឯងគឺតួវេទនានឹងឯងចុះដល់ទៅពេលប្តីមានស្រីពេលឃើញស្រីរបស់ប្តីឃើញប្តីបដាស្រីមិនដែរឃើញអារូបភាពអស់ហ្នឹងហើយមិនទៅឆេះដល់មកទៅហើយក្តៅកាហាយអាហ្នឹងសោយអារម្មណ៍ជាអីគេតោមនស្សតាមផ្លូវចិត្តអញ្ចឹងណាឃើញទេដល់ពេលតាមផ្លូវកាយអូម៉ាថាកាប់អស់លេងកាប់ជើងខ្លួនឯងមកកបិតមិនទៅឈឺហ៎ពិបាកហ៎ទុកហ៎នឹងហេតុអីបានដឹងបានគ្រាន់តែកាប់ជើងសោះមិនបានទៅឈឺពីព្រោះអីអាតួសោយអារម្មណ៍ដោយការប៉ះទង្គិចនៃកបិតនិងជើងខ្លួនឯងនេះវាអាប៉ះទៅអាការបុកប៉ះគ្នារវាងកបិតផ្លែកបិតហើយនឹងជើងខ្លួនឯងនេះវាមានអាកាយហ្នឹងវាមានចិត្តមួយដែលហៅថាកាយវិញ្ញាណហ្នឹងណាហើយអាក្នុងកាយវិញ្ញាណហ្នឹងវាមានអវេទនាចេតសិកហ្នឹងឯងសម្រាប់សោយអារម្មណ៍ហ្នឹងយល់ទេវាសោយអារម្មណ៍ជាមួយនឹងចិត្តហ្នឹងឯងអាចិត្តទទួលរងការប៉ះទង្គិចហ្នឹងវាសោយនៅអាការបុកខ្លាំងហ្នឹងវាមានលក្ខណៈម៉េចអាវេទនាដែលកើតក្នុងចិត្តហ្នឹងក៏វាកាន់យកអាហ្នឹងមកជាអារម្មណ៍ហើយវាសោយអារម្មណ៍ជាទុក្ខអីចឹងតើយល់ទេអញ្ចឹងសភាពនៃវេទនាពាក្យថាវេទនាក្នុងទីនេះមិនមែនពិបាកណាស់ទេមិនមែនអីទេគឺវេទនាក្នុងទីនេះមានន័យថាសោយអារម្មណ៍យល់ទេគ្រាន់តែថាសភាពនៃការសោយអារម្មណ៍របស់វេទនាវាមានសោយអារម្មណ៍ជាសុខសោយអារម្មណ៍ជាទុក្ខសោយអារម្មណ៍ជាតោមនស្សសោយអារម្មណ៍ជាសោមនស្សសោយអារម្មណ៍ជាឧបេក្ខាកដាចឹងតើហើយយើងមើលជីវិតយើងតើជីវិតយើងមានអញ្ចឹងអត់ជីវិតយើងមានអញ្ចឹងហ៎មានលោកគ្រូមានអញ្ចឹងអូម៉ាថាឥឡូវយើងរៀបរាប់មួយនៅពេលដែលប្តីសរសើរថាប្តីនិយាយឡើងពីរោះសរសើរថាអូយប្រពន្ធបងថ្ងៃនេះស្អាតដូចទេពធីតាឡើងកំ plong សบายចិត្តទេឮអញ្ចឹងឯងសบายចិត្តទេសบายពីព្រោះអីហើយយើងគិតមើលគ្រាន់តែសម្លេងនឹងជាអារម្មណ៍ឯងសម្លេងរបស់ប្តីហ្នឹងជាអារម្មណ៍ហើយនៅពេលដែលឮដែលប៉ះផ្ទប់នៅអារម្មណ៍ហ្នឹងមានផាសៈមានអីប៉ះផ្ទប់នៅអារម្មណ៍ហ្នឹងទៅសោយពាល់ត្រូវអារម្មណ៍ហ្នឹងទៅអវេទនាហ្នឹងវាប្រកបដោយជាសភាពនៃធម៌ដែលសោយនៅអារម្មណ៍ហ្នឹងដល់ពេលអារម្មណ៍ហ្នឹងជាទីប្រាថ្នាអារម្មណ៍ល្អគេថាអារម្មណ៍ជាទីប្រាថ្នាណាអវេទនាហ្នឹងវាសោយអារម្មណ៍ហ្នឹងដោយសភាពជាសោមនស្សពេលប្តីទៅសើអញ្ចឹងត្រេកអរទេត្រេកអរសប្បាយហ្នឹងគឺតួវេទនានឹងឯងដែលវាសោយអារម្មណ៍ជាទីប្រាថ្នាហ្នឹងចុះបើប្តីថាខំឧមាថាយើងខំធ្វើខ្លួនឡើងកន្លះថ្ងៃដល់ពេលចេញមកវិញប្តីថាងាប់មើលឡើងកញ្ចប់មិនទៅយើងលឺអាកញ្ចប់ហ្នឹងយើងមិនទៅសប្បាយចិត្តទេយើងខឹងហើយសួរថាអាតួខឹងហ្នឹងតួអីអាតួខឹងនោះវាជាតួតោមនោហើយប៉ុន្តែអាតួខឹងវាតួស័កហើយប៉ុន្តែសួរថាមានវេទនាសោយអារម្មណ៍ទេសោយអារម្មណ៍ជាអីគេជាតោមនោតាមផ្លូវចិត្តមែនទេវេទនាហ្នឹងគឺវាសោយអារម្មណ៍ហ្នឹងអាសោយអារម្មណ៍ហ្នឹងគឺអីគេអាកញ្ចប់ហ្នឹងអាសំឡេងដែលប្តីថាងាប់មើលផាត់មុខដូចយៈឬអញ្ចឹងអាសំឡេងហ្នឹងឯងវាជាអារម្មណ៍មែនទេចាហើយនៅពេលដែលចិត្តដឹងអារម្មណ៍ហ្នឹងវេទនាហ្នឹងវានៅក្នុងចិត្តហ្នឹងដែរមែនអត់ព្រោះចេតសិកវាមិនកាន់ក្នុងចិត្តវានឹងដើរតួនាទីរបស់ភាពនៃវេទនាវានឹងសោយអារម្មណ៍ហ្នឹងបើអារម្មណ៍ហ្នឹងមិនជាទីប្រាថ្នាអញ្ចឹងវាទៅជាតោមនោហ៎តោមនោអញ្ចឹងអាសភាពតោមនោគឺជាវេទនានឹងឯងគឺវាសោយអារម្មណ៍ដោយសភាពនៃតោមនោយើងនិយាយពីរឿងរូបកាយម្ដងអូបានថារូបកាយយើងនៅពេលដែលយើងដូចអូបានថាគេទះមកកំភ្លៀងឈឺហ៎ឈឺពិបាកក្នុងកាយឈឺហ្នឹងអាលាកភ្លើងក្តៅទុកអាហ្នឹងទុកហ្នឹងហើយសួរថាភ្លើងក្តៅប៉ះសាច់ដល់ទៅពេលប៉ះហើយទៅកើតដឹងថាអូឈឺអូទុកអូពិបាក
ui tăng ui nai đây chẳng á đôi cho chọc pu hay chẳng á anh nâng cao ta tục của về tình yêu cứ sao à đom chỉ tục nhiều lắm họ đó là ចា ពេល លោកអូន ក្តៅជាងស្រាប់តែចូលក្នុងផ្ទះទៅមានម៉ាស៊ីនត្រជាក់មកស្រួលមានន័យថាម៉េចគាត់ចំហាយម៉ាស៊ីនត្រជាក់មកមានអារម្មណ៍ថាស្រស់ថ្លាស្រួលខ្លួនណាអាហ្នឹងអីគេជាសុខវេទនាហើយហេតុអីបានសុខហើយចាំប្រើពាក្យថាវេទនាគឺព្រោះចង់សំដៅប្រាប់ថាវាជាវេទនាហ្នឹងឯងវាជាការសោយអារម្មណ៍ហ្នឹងឯងយល់អត់យើងឆ្ងល់ទេថាសុខក៏វេទនាទុក្ខក៏វេទនាមែនទេឧបេក្ខាក៏វេទនាសោមនស្សក៏វេទនាតោមនស្សក៏វេទនាហេតុអីបានយើងយកពាក្យហ្នឹងមកប្រើពីព្រោះវេទនាក្នុងទីនេះមិនមែនប្រែថាពិបាកដូចយើងធ្លាប់សម្គាល់ទេវេទនាក្នុងទីនេះគឺសំដៅថាជាសភាវៈសោយអារម្មណ៍គ្រាន់តែវាសោយអារម្មណ៍ជាសុខជាទុក្ខជាសោមនស្សជាតោមនស្សជាឧបេក្ខាបើតាមកាយវាមានសុខមានទុក្ខបើតាមផ្លូវចិត្តមានសោមនស្សមានតោមនស្សមានឧបេក្ខាអញ្ចឹងទៅអញ្ចឹងយើងដូរការគិតឡើងវិញណាកុំជាប់ទៅតាមអ្វីដែលយើងធ្លាប់ឮណាសភាពនៃវេទនាចេតសិកគឺមានលក្ខណៈតែម្យ៉ាងទេគឺសោយអារម្មណ៍ហើយអារម្មណ៍វាមានអារម្មណ៍ដែលជាទីប្រាថ្នាអារម្មណ៍នឹងមិនជាទីប្រាថ្នាអារម្មណ៍ដែលជាទីប្រាថ្នាមានន័យថាអារម្មណ៍ណាល្អពាក្យសម្ដីល្អព្រោះអញ្ចឹងគេលួងលោមគេសរសើរគេលើកទឹកចិត្តយល់ទេអាហ្នឹងល្អហើយឃើញរូបដែលល្អអញ្ចឹងឃើញមនុស្សដែលជាទីស្រឡាញ់របស់ខ្លួនឯងឃើញផ្កាស្អាតអញ្ចឹងឃើញពុទ្ធរូបអីអញ្ចឹងណាឃើញអ្វីដែលល្អអាហ្នឹងគេហៅថាអារម្មណ៍ល្អហើយដល់ពេលដែលជួបប្រទះនៅអារម្មណ៍ល្អហ្នឹងវាធ្វើឲ្យអាការសោយអារម្មណ៍ហ្នឹងក៏ទៅជាល្អតាមអធិស្ឋានអញ្ចឹងទៅយល់ទេអញ្ចឹងយើងចាប់ឲ្យបានថាស្អីជាអារម្មណ៍ស្អីជាតួដែលដឹងអារម្មណ៍ឥឡូវខ្ញុំសួរដោយឧបមាថាសំឡេងពីរោះហើយនឹងការដែលសបាយត្រេកអរអញ្ចឹងរវាងសភាពនៃឥឡូវខ្ញុំសួរចេះសួរថាសំឡេងហើយនឹងការដែលដឹងសំឡេងមួយណាជាតួដឹងមួយណាជាតួដែលមិនដឹងមួយណាជាតួអារម្មណ៍សំឡេងជាតួអារម្មណ៍ សំឡេងជាតួអារម្មណ៍ណា គ្រូ ហ្នឹងហើយអ្នករៀនអភិធម្មត្រូវចាប់អាហ្នឹងឲ្យបានថាស្អីគេជាធម៌ដែលដឹងអារម្មណ៍អញ្ចឹងហើយស្អីគេជាអារម្មណ៍ពីព្រោះពាក់ព័ន្ធរឿងចិត្តចេតសិកនេះគឺវាពាក់ព័ន្ធជាមួយនឹងអារម្មណ៍របស់វានឹងមកសោយអារម្មណ៍នៅយ៉ាងម៉េចអញ្ចឹងដូចផស្សៈមិនពាល់នៅអារម្មណ៍មែនអត់អញ្ចឹងយើងត្រូវដឹងឲ្យបានថាស្អីជាអារម្មណ៍ស្អីជាផស្សៈមែនអត់ដូចកំពុងស្ដាប់នេះបងប្អូនមានការពាល់នៅអារម្មណ៍ពីព្រោះពេលហ្នឹងចិត្តកំពុងកើតឡើងមែនទេចក្ខុវិញ្ញាណកំពុងសម្លឹងជាចក្ខុវិញ្ញាណជាចិត្តឃើញមែនទេហើយព្រមគ្នាដោយមិនព្រមគ្នាវាកើតឆ្លាស់គ្នាហើយអសតវិញ្ញាណបងប្អូនកំពុងកើតហ្នឹងមែនទេមែនអត់អញ្ចឹងដោយអាស្រ័យចក្ខុវិញ្ញាណផងសោតវិញ្ញាណផងដែលវាកើតឆ្លាស់គ្នាចុះឡើងហ្នឹងដែលវាឃើញផងឮផងហ្នឹងអញ្ចឹងយើងប្រកាសណាស់ថាមានផស្សៈពីព្រោះអីចក្ខុវិញ្ញាណមិនជាចិត្តមែនអត់ចិត្តទេហើយក្នុងចិត្តមានចេតសិកទេគឺមានចេតសិកអញ្ចឹងក្នុងគណៈហ្នឹងវាមានផស្សៈហើយប៉ុន្តែបងប្អូនសង្កេតមើលចេះយើងវាមិនអាចទៅឃើញសភាវៈហ្នឹងដោយប្រកាសដោយវិបស្សនាដោយសัพពញ្ញុត្តញ្ញាណបានទេយល់អត់ប៉ុន្តែយើងអាចកាន់យកថានៅពេលដែលបងប្អូនស្មឹងស្មាតស្ដាប់ទៅហាក់បីដូចជាយល់ហើយយើងមានអារម្មណ៍ថាខ្លួនឯងពាល់ត្រូវនៅសម្លេងហ្នឹងហើយអាសភាពខ្លួនឯងយើងសាក់គិតខ្លួនឯងខ្ញុំនិយាយវាអត់ត្រូវទេដល់បងប្អូនគិតខ្លួនឯងអញ្ចឹងហើយបងប្អូនទៅគិតទៅដល់លំដាប់នៃមេរៀនដែលយើងបានរៀនមកនោះថាស្អីជាផស្សៈហើយតើវាអាចមានលក្ខណៈក្នុងហ្នឹងអាចមានលក្ខណៈសភាវៈហ្នឹងមាននៅក្នុងខណៈហ្នឹងអត់ដោយពេលខ្លះបងប្អូនកំពុងស្ដាប់អញ្ចឹងមានអារម្មណ៍ថាស្ដាប់ទៅដូចជាព្រោះដូចជាយល់ហើយអាសភាពចិត្តខ្លួនឯងដូចជាចូលចិត្តដូចជាស្មើដូចជាមិនលើសមិនខ្វះមានន័យថាការដែលទទួលយកសម្លេងទទួលយកអត្ថន័យហ្នឹងទៅយកទៅពិចារណាទៅមានថាហើយត្រូវចាំថាសលេងអត្ថន័យហ្នឹងវាជាអារម្មណ៍របស់ចិត្តបងប្អូនកំពុងតែកាន់យកអារម្មណ៍គឺសម្លេងគឺសត្យបញ្ញត្តិមានតែសម្លេងដែលនិយាយចេញជាអក្ខរៈព្យញ្ជនៈការបញ្យលអត្ថន័យអញ្ចឹងណាអញ្ចឹងបងប្អូនកាន់យកអាហ្នឹងបានមានន័យថាអផស្សៈនោះវាពាល់នៅអារម្មណ៍ហ្នឹងអារម្មណ៍គឺអីគឺសម្លេងរបស់ខ្ញុំហ្នឹងមែនអត់សម្លេងរបស់ខ្ញុំហ្នឹងជាអារម្មណ៍ហ៎ជាអារម្មណ៍ហើយអាសភាពនៃចិត្តដែលកំពុងនឹកគិតថានិយាយពីអីគេបញ្យលរឿងអីហើយដល់ពេលខ្លួនឯងយល់ទៅស្ដាប់ទៅយល់បានខ្លួនឯងចេះដែរដល់ពេលមានន័យថាចិត្តដែលកាន់យកអារម្មណ៍ហ្នឹងដោយការស្ដាប់ដឹងតែសិក្សាទៅវាមានសភាពនៃចិត្តរបស់យើងអាចស្គាល់ត្រូវយើងអាចសង្កេតបានខ្លះផស្សៈណាវាមានពិតណាហ្នឹងហើយម្យ៉ាងទៀតដែលយើងត្រូវគិតមួយទៀតថា
កាលណាបើចិត្តកាត់ឡើងគឺស្ដាច់ខាតគឺវាត្រូវមានផោះសាក់ហើយដូចគណៈពេលនេះពេលដែលបងប្អូនស្ដាប់ហើយមានអារម្មណ៍ថាតោមនោះទើសទាស់អីទេសភាពនៃវេទនានឹងប្រកបមានទេសោយអារម្មណ៍ទេឥឡូវខ្ញុំសួរថាសោយអារម្មណ៍ដោយសភាពយ៉ាងម៉េចសភាពបងប្អូនចិត្តបងប្អូនឥឡូវនឹងយ៉ាងម៉េចសบายទេស បាយចិត្តបាយសោមនស្សគ្រូឬក៏ឧបេក្ខា សោមនស្សសបាយ អ្នកខ្លះក៏សោមនស្សទៅអ្នកខ្លះក៏រៀងជាឧបេក្ខាទៅវាផ្លែកគ្នាណាហ្នឹងហើយដូចនៅមីងសេរីអាញឹមរហូតអញ្ចឹងយើងឲ្យយើងឃើញថាម៉េចទៅសោយអារម្មណ៍ជាសោមនស្សអីចឹងទៅហើយអ្នកខ្លះរៀងស្មឹងស្មាតស្មើគាត់មិនត្រីអគាត់ក៏មិនកើតទុកប្រហែលអញ្ចឹងហ្នឹងវាសោយអារម្មណ៍ជាឧបេក្ខាចឹងទៅហ្នឹងហើយខ្លះទៅចៅអីកូនអីរឿងកោទៅរឿងកម្ៅដែរឃើញទេសួរថាវាមានការសោយអារម្មណ៍គ្រប់គ្នាទេមានវេទនាប្រកបទាំងអស់ហ៎ទាំងអស់ហ្នឹងហើយមានទាំងអស់គ្រាន់តែថាពីដើមឡើយយើងឃើញថាខ្ញុំមិនសប្បាយចិត្តខ្ញុំកើតទុកមែនទេខ្ញុំមិនរីករាយខ្ញុំតោមនោះតែតាមការពិតនឹងជាសភាវៈធម៌សោះយល់អត់ហើយសភាវៈធម៌ហ្នឹងកើតពីបច្ច័យណាបើសិនជាដូចឥឡូវហ្នឹងយើងកំពុងនិយាយធម៌កំពុងបញ្យល់កំពុងចែករំលែកនិយាយទៅដោយល្អបងប្អូនមានចង់ជេរម៉ែខ្ញុំទេមានខឹងខ្ញុំទេអត់ទេមែនទេមានន័យថាអារម្មណ៍គឺសម្លេងធម៌សម្លេងដែលខ្ញុំកំពុងបញ្យល់ធម៌ហ្នឹងវាជាអារម្មណ៍ដែលជាទីប្រាថ្នាអារម្មណ៍ល្អដែលបងប្អូនកំពុងតែត្រង់ត្រាប់ស្ដាប់ហើយអាចិត្តបងប្អូនដែលកំពុងកើតឡើងកាន់យកសម្លេងហ្នឹងមកជាអារម្មណ៍ព្រមទាំងចេតសិកហ្នឹងគឺវាសោយអារម្មណ៍ហ្នឹងទៅដោយសភាពមិនមានការទើសទាស់ហើយមែនទេអាហ្នឹងមានការសោយអារម្មណ៍ហ្នឹងឃើញទេសោយអារម្មណ៍គឺសម្លេងហ្នឹងចុះបើបងប្អូនទៅស្ដាប់គេនិយាយដល់បងប្អូនខឹងតោមនោះហើយតោមនោះណាអញ្ចឹងយើងរៀនសង្កេតសភាពតោមនោះអញ្ចឹងបានយើងយល់ធម៌នឹងបានណាបើយើងគ្រាន់តែអានថាអូសភាវៈវេទនាមានការសោយអារម្មណ៍ហើយយើងចេះតែថាទៅសោយអារម្មណ៍ហើយសោយយ៉ាងម៉េចតែវាអត់ប្រកបក្នុងចិត្តក្នុងជីវិតមួយនៃសភាវៈធម៌ទាំងអស់ហ្នឹងមាននៅក្នុងចិត្តទាំងអស់មិនព្រះអង្គអត់មានបានសម្ដែងធម៌ណាក្រៅអំពីជីវិតរបស់យើងយល់អត់មានបានសម្ដែងទេព្រះអង្គសម្ដែងតែអ្វីដែលមាននៅក្នុងជីវិតសត្វលោកទេអញ្ចឹងដើម្បីឲ្យដឹងដើម្បីឲ្យស្គាល់ដើម្បីឲ្យចាក់ធ្លុះដើម្បីឲ្យអាចត្រាស់ដឹងបានយល់អត់បើព្រះអង្គទៅសម្ដែងតែរឿងស្អីឯណាផ្សេងដែលវាមិនពាក់ព័ន្ធនឹងជីវិតព្រះអង្គត្រាស់ដឹងធម៌ច្រើនណាស់តែព្រះអង្គមិនបានសម្ដែងធម៌ទាំងអស់នឹងមកទេព្រះអង្គប្រាប់ថាព្រះអង្គសម្ដែងតែធម៌ណាដែលសមគួរដល់ឧបនិស្ស័យរបស់សត្វលោកដែលអាចត្រាស់ដឹងបានព្រះអង្គអត់សម្ដែងច្រើនទេព្រះអង្គអត់សម្ដែងច្រើនពេកលើសពេកព្រះអង្គសម្ដែងតែត្រឹមប៉ុន្មានដែលសមគួរដល់ឧបនិស្ស័យសត្វដែលអាចត្រាស់ដឹងបានអញ្ចឹងការសិក្សារៀនធម៌ដូចគ្នារៀនហើយមិនមែនគ្រាន់តែចាំអក្សរជញ្ជនៈអត្តន័យទេយល់អត់ត្រូវយល់អាហ្នឹងផងអាក្នុងជីវិតនេះដូចលោកខំឧទាហរណ៍ចឹងផោះសាក់មានការពាល់អារម្មណ៍អញ្ចឹងលោកលើកឧទាហរណ៍យើងវាមិនយល់អាពាល់អារម្មណ៍នោះវាពាល់អាម៉េចយើងវាតាំងពីកើតមកវាមិនដែលគិតរឿងហ្នឹងយល់អត់ហើយក៏វាមិនដែលយល់មិនដែលឮគេនិយាយតែដល់ពេលលោកខំប្រឹងលោកឧទាហរណ៍ថាអាសភាពនៃផាសាហ្នឹងដូចអូមកថាដល់ពេលដែលយើងឃើញគេញ៉ាំម្ជូរអញ្ចឹងលោកចង់និយាយពីអាធិធនៃការពាល់ត្រូវនៅអារម្មណ៍របស់ផាសាដល់ពេលយើងនិយាយរឿងហ្នឹងទៅយើងយល់បានខ្លះពេលហ្នឹងយើងយល់បានណាតាំងពីដើមមកយើងមិនដែលគិតថាអាសភាពហ្នឹងគឺជាលក្ខណៈនៃការកើតឡើងនៃការពាល់ត្រូវនៃអារម្មណ៍របស់ភាសាយើងអត់ដែលគិតអញ្ចឹងទេមែនទេយើងគិតថាអាហ្នឹងគឺអញអ្នកពាល់អារម្មណ៍ហ្មងមែនទេឬក៏អញអ្នកស្រាវអញអ្នកស្រើបអារឿងអញហ្នឹងវាអញហើយប៉ុន្តែវាមិនបានយល់ថាសភាវៈអីដែលវាកំពុងប្រកបនៅក្នុងចិត្តនេះយល់ទេអញ្ចឹងនៅពេលដែលយើងរៀននោះយើងដឹងទាំងអស់អញ្ចឹងហើយឥឡូវយើងរៀនពីវេទនាទៀតដូចឥឡូវបងប្អូនស្ដាប់ទៅត្រង់ត្រាប់យកសម្លេងដែលជាការបញ្យល់ហ្នឹងទៅមានការសោយអារម្មណ៍នៅសម្លេងហ្នឹងហ្នឹងមែនទេអាវេទនាដែលវាមាននៅក្នុងចិត្តហ្នឹងវាកាន់យកអាសម្លេងហ្នឹងទៅមកជាអារម្មណ៍ដែរហ្នឹងដែរអញ្ចឹងណាយល់ទេហើយឥឡូវសោយអារម្មណ៍អ្នកខ្លះក៏សប្បាយចិត្តទៅបានស្ដាប់ទៅបានយល់អ្នកខ្លះថាចូលចិត្តស្ដាប់ព្រោះបញ្យល់ទៅថាបរោះអីចឹងទៅអ្នកខ្លះនិយាយរឿងលឿនពេកដូចមិនសូវបរោះទេអញ្ចឹងវាផ្សេងគ្នាណាប៉ុន្តែគ្រាន់តែចង់បញ្ជាក់រំលេចថាស្អីគេជាតួវេទនាដែលយើងកំពុងតែនិយាយថាវេទនាគឺការសោយអារម្មណ៍នេះចាប់បានខ្លះដែរអានេះខ្ញុំបញ្យល់ជារួមសិនណាខ្ញុំខ្លាចទៅត្រង់តាមសភៅពេកវាធ្ងន់ពេកក៏លោកយើងអត់យល់ណាតែចាប់បានខ្លះហ៎ប៉ុណ្ណឹងយល់ខ្លះដែរយល់ខ្លះក្មួយហ្នឹងហើយរៀនកុំឆ្ងាយអំពីជីវិតណាកុំឆ្ងាយអំពីជីវិតតែរៀនឆ្ងាយពីជីវិតអត់យល់ទេ
បានតែចាំទេហើយតែរៀនឆ្ងាយពីជីវិតចេះតែកណនីចេះតែសូត្រចេះតែថាទេអត់បានជាអារម្មណ៍នៃការចម្រើនវិបស្សនាទេយល់អត់នៅពេលដែលយើងរៀនរបៀបនៃកណនីសង្ឃៈខ្ញុំធ្លាប់បរៀនហើយស្អីក៏រាប់ស្អីក៏ថាបានដែរចិត្តតែសឹកប៉ុណ្ណេះចិត្តប៉ុណ្ណេះផ្សំគ្នាចេះក៏រាប់ខ្ទេចតែសភាវៈធម៌កើតក្នុងចិត្តយ៉ាងម៉េចខ្លួនឯងអត់ដឹងសោះរៀនអញ្ចឹងមិនបានជាអារម្មណ៍នៃវិបស្សនាបានទេពីព្រោះអីវិបស្សនាការបដិបត្តិទៅបានវាអាស្រ័យបញ្ញាដែលឃើញសភាវៈធម៌ដែលកំពុងកើតប្រកបក្នុងចិត្តខ្លួនឯងមិនមែនរឿងរាប់ចំនួនទេយល់ទេអារឿងរាប់ចំនួនវាជារឿងមួយដែលជួយឧបការៈដល់ការសិក្សានៅពេលដែលយើងចាំទៅពេលដែលគេនិយាយដល់ហ្នឹងយើងយល់យើងនិយាយដល់ហ្នឹងយើងយល់ប៉ុន្តែបើយើងគ្រាន់តែចាំទិន្នន័យតួលេខទេវាមិនទាន់គ្រប់គ្រាន់ទេដែលសំខាន់បំផុតគឺយើងយល់ពីព្រោះអីយើងរៀននេះយើងរៀនមកដើម្បីតាមឲ្យទាន់រលឹកឲ្យទាន់នៅសភាវៈធម៌ហ្នឹងដែលវាកំពុងមានប្រកបនៅក្នុងចិត្តយើងដូចឧបមាថាពេលដែលជួបអារម្មណ៍មិនល្អទោសៈកើតឡើងមានបានក្របសង្កត់ទោសៈហ្នឹងដោយស្មារតីឬអត់ដោយស្មារតីមានន័យថាពេលដែលទោសៈកើតឡើងមានស្មារតីថានេះជាទោសៈមូលចិត្តអញ្ចឹងឃើញច្បាស់នៅសភាវៈធម៌ហ្នឹងថានេះជាទោសៈមូលចិត្តមិនមែនសត្វមិនមែនបុគ្គលមិនមែនអញទេវាកើតឡើងព្រោះអាស្រ័យអារម្មណ៍មិនជាទីប្រាថ្នាអារម្មណ៍មិនជាទីប្រាថ្នាមិនប្តីស្ដីឲ្យប្តីធ្វើមិនត្រូវចិត្តតកែស្ដីឲ្យមេស្ដីឲ្យគេមិនសងលុយឧបមាអញ្ចឹងសិតតែរឿងសិតតែអារម្មណ៍ដែលមិនជាទីប្រាថ្នាក្នុងជីវិតយើងមានច្រើនណាស់យល់អត់ដើម្បីយើងគ្របសង្កត់តាមតននៅសភាវៈធម៌ហ្នឹងបានលុះត្រាណាតែយើងស្គាល់ច្បាស់នៅសភាវៈធម៌ហ្នឹងយល់ទេហើយដើម្បីស្គាល់ច្បាស់នៅសភាវៈធម៌ហ្នឹងទី1រៀនឲ្យយល់នៅអត្តន័យសេចក្តីតាមពុទ្ធដីកាអត្ថកថាហើយមកយោនិសោមនសិការគិតរឿយថាតើវាកើតប្រកបក្នុងចិត្តរបស់ខ្លួនឯងនឹងមានសភាពអញ្ចឹងអត់ហើយពិនិត្យសង្កេតរឿយបើមិនសង្កេតពិនិត្យរឿយទេអត់ដឹងទេយល់អត់ដូចរាល់ថ្ងៃដែលមីងរាសីតាំងពីមុនមកមានដែរដឹងថាអាផោះស័កនឹងមានលក្ខណៈម៉េចទេដឹងទេអត់ដឹងទេមែនទេដឹងទេមិនបានឃើញថាអានឹងជាសភាវៈធម៌ទេតែតតែពេលមករៀនបានដឹងថាអូតាមពិតឯងអានឹងកើតមករហូតមែនអត់តាំងពីទូចមកទល់ប៉ុណ្ណេះណាមីងមិនដឹងជួបរឿងអីខ្លះជួនកាលក៏ឃើញរួញឃើញគេកាប់ឃើញគេសម្លាប់ជួនកាលឃើញរឿងខ្លះក៏រំភើបត្រីអហេតុអីបានគ្រាន់តែគេធ្វើអីឯណានៅសកម្មភាពអីនោះហើយយើងគ្រាន់តែឃើញសោះហ្នឹងកាន់យកអាហ្នឹងមកជាអារម្មណ៍ទៅជារំភើបទៅជាញាប់ញ័រទៅជាត្រីអឃើញទេវាអាចធ្វើឲ្យចិត្តរបស់យើងនឹងសោយអារម្មណ៍ដោយសភាពយ៉ាងនេះឃើញទេតែយើងអត់ដែលរៀនយើងអត់ដឹងថាអានឹងជាធម៌ទេយើងប្រកាន់នៅធម្មជាតិទាំងអស់ហ្នឹងថាជាយើងគ្រប់យ៉ាងជាយើងតែតាមការពិតគឺជាធម៌ដែលប្រព្រឹត្តទៅតាមហេតុបច្ច័យដល់តែពេលយើងអត់យល់អាការប្រព្រឹត្តទៅនៃធម៌តាមហេតុតាមបច្ច័យវាធ្វើឲ្យតានតឹងក្នុងជីវិតរបស់យើងអញ្ចឹងពីព្រោះការកើតឡើងនៃការប្រព្រឹត្តទៅរបស់សភាវៈធម៌ក្នុងជីវិតរបស់យើងវាអត់តាមចិត្តរបស់យើងទេដូចឧបមាថាឥឡូវហេតុគ្រប់វាត្រូវឲ្យគេស្ដីឲ្យយល់ទេហើយយើងរាល់ថ្ងៃម្នាក់មិនចង់ជួបអារម្មណ៍មិនល្អទេមែនអត់ប៉ុន្តែសួរថានៅពេលដែលជីវិតយើងកើតមកក្នុងសង្សារវដ្តនេះដល់ពេលបាបឲ្យផលវាត្រូវលឺសំឡេងមិនល្អជិះរួចណាជិះរួចទេយល់អត់ខ្លះទៅក៏ត្រូវវិនិច្ឆ័យញាតខ្លះក៏ត្រូវជួបវិញ្ញាទ្រព្យសម្បត្តិជួនកាលទៅក៏រស់ស៊ីខាតជួនកាលទៅក៏ជួបមនុស្សមិនល្អគេបោកគេនិយាយគេស្ដីគេថាវាមានផលរបស់បុណ្យផលរបស់បាបអញ្ចឹងជីវិតយើងវាត្រូវជួបទុក្ខផងជួបសុខផងហើយយើងមិនដឹងថាអាពេលណាអាសុខឬក៏អាទុក្ខមកទេប៉ុន្តែដឹងតែវាមានណាដល់តែពេលជីវិតយើងអត់បានរៀនយើងចង់បានសុខទេចង់បានសុខអញ្ចឹងប្រាថ្នាចង់បានតែសុខទេបច្ច្រាស់អំពីធម្មជាតិដែលវាត្រូវមានសុខផងមានទុក្ខផងនេះដល់តែពេលទុក្ខកើតឡើងអត់ស្មារតីទុក្ខលើសដើមអាទុក្ខដែលជាអកុសលវិបាកវាទុក្ខហើយតែអាមិនបានមានស្មារតីឃើញសភាវៈទុក្ខដែលកំពុងកើតឡើងដោយហេតុដោយបច្ច័យទេទទួលមនោះជាមួយនឹងរបស់នោះទុក្ខលើសដើមយល់អត់ដូចឧបមាថាយើងឃើញមនុស្សខ្លះយើងឃើញនៅខ្មែរកូនខ្លះអញ្ចឹងកើតមកជាមួយឪពុកម្ដាយក្នុងជាតិហ្នឹងដូចជាសត្រូវនឹងគ្នាអញ្ចឹងជក់ថ្នាំគ្រឿងញៀនលេងល្បែងវាយម៉ែវាយឪអញ្ចឹងបំផ្លាញគ្រួសារមកព្រោះអីកម្មផលវាចាត់ចែងមកមិនដឹងថាធ្វើអីជាមួយគ្នាទេគឺថាមានកូននឹងមកធ្វើនេះហ្មងអញ្ចឹងជីវិតជួនកាលហ្នឹងគឺវាពិបាកហ្មងជីវិតម្នាក់អត់ស្មើអត់រៀបទេអត់ដូចគ្នាទេពីព្រោះអីកសែនៃកម្មផលរបស់បុគ្គលនឹងសាងសង់មកខុសគ្នាដល់ពេលជីវិតមិនវាខ្វះអាការអប់រំអាចជីវិតនឹងវាទុកហើយវាទុកដោយអកុសលវិបាកអកុសលកម្មដែលវាត្រូវឲ្យផលហើយតែវាទុកមួយជាន់ទៀត
ទុកមួយជាន់ទៀតរឿងអីរឿងខ្វះការអប់រំចិត្តយល់ទេខ្វះការអប់រំចិត្តអត់មានការអប់រំចិត្តអត់បានយល់អញ្ចឹងទុកជាន់លើទុកអញ្ចឹងណាយល់អត់ប៉ុន្តែនៅពេលដែលយើងបានសិក្សារៀនសូត្រស្គាល់សភាវៈធម៌ដែលយើងអាចរលឹកសិក្សាបានទុកវានៅតែទុកតែយើងមិនកើតទុកយើងចេះរស់នៅក្នុងទុកយល់អត់មិនមែនយើងរៀនយល់ហើយទុកវាលែងកើតទេមិនមែនយើងរៀនយល់ហើយគេលែងជេរម៉ែយើងទេមិនមែនយើងលែងឮគេជេរម៉ែយើងទេយល់អត់យើងនៅតែឮគេស្ដីឲ្យនៅតែឮគេថាឲ្យនៅតែជួបអារម្មណ៍មិនជាទីប្រាថ្នាតែយើងមិនធ្វើឲ្យចិត្តយើងទើសទាស់នៅក្នុងអារម្មណ៍ដែលមិនជាទីប្រាថ្នាទេណែចំណុចអស្ចារ្យនៃពធគឺនៅត្រង់ហ្នឹងយល់អត់ចាប់បានទេយើងមិនអាចទាមទារឲ្យពិភពលោកនឹងនិយាយល្អដាក់យើងរហូតទេអាចទៅរួចទេអត់ទេតែយើងអាចអប់រំចិត្តរបស់យើងឲ្យល្អក្នុងការដែលគេស្ដីឲ្យក្ដីគេមិនស្ដីឲ្យក្ដីយើងអាចអប់រំចិត្តយើងបានតែយើងមិនអាចអប់រំអ្នកដទៃឲ្យល្អមួយយើងទាំងអស់បានទេយល់អត់អញ្ចឹងបានត្រូវការសិក្សារៀនសូត្រហើយដើម្បីអប់រំចិត្តខ្លួនឯងបានដើម្បីស្គាល់សភាវៈនឹងបានលុះត្រាតែសិក្សាឲ្យយល់ស្គាល់ឲ្យច្បាស់រលឹករឿយយល់ទេអញ្ចឹងហើយបានយើងត្រូវរៀនពីដើមទៅអញ្ចឹងអ្នកខ្លះអត់យល់អត្ថន័យកន្លែងហ្នឹងរៀនយូរទៅសោះអង្គើយមិនដឹងជាស្អីឮតែភាសាឮតែវេទនាមិនដឹងរៀនយកទៅធ្វើអីណែអញ្ចឹងយើងត្រូវផ្ដើមពីហ្នឹងតើវាមិនខុសពីដែលមានរិស័យធ្លាប់ឲ្យកុំព្យូទ័រទេអត់ទេចុះធ្លាប់ធ្វើអីដែលវាថាធ្វើយូរទៅវាថ្នឹកវាចាំដៃរងឯងធ្វើអីគេឥឡូវឈប់ធ្វើការហើយពីមុនធ្វើហ្នឹងហើយឥឡូវស្លដែលមានចូលចិត្តស្លហ្នឹងហើយនៅពេលដែលមានច្បាស់ទៅមិនបាច់ចាំភ្លក់ច្រើនទេស្មានទៅត្រូវហ្មងមែនទេចាហ្នឹងហើយព្រោះអីយើងវាច្បាស់នៅក្នុងអារឿងហ្នឹងយ៉ាងណាសភាវៈធម៌ក្នុងចិត្តដូចគ្នាលុះត្រាណាតែស្គាល់ច្បាស់យល់ច្បាស់ណាហើយបានរលឹកសិក្សារឿយទៅវាអើតក្បាលមកដឹងមកដូចអ្នកបងសណាញ់អញ្ចឹងអ្នកបងសណាញ់គ្រាន់តែទឹកគួចខ្វាច់គេដឹងថាមាត់ត្រីហ្នឹងគឺត្រីអីគេដឹងមកត្រីទក់ត្រីដែងត្រីក្រាញ់ត្រីអីគឺគេដឹងច្បាស់មកយ៉ាងណាក្នុងចិត្តយើងដូចគ្នានៅពេលដែលយើងរៀនយល់ពីសភាវៈធម៌អស់ហ្នឹងទៅនៅពេលដែលលោភៈកើតឡើងដោយការជាប់ចម្ពាក់ចង់បានគឺវាមានសតិមានស្មារតីរលឹកច្បាស់ហ្មងថាហ្នឹងគឺជាសភាវៈនេះអត់ឲ្យវាបោកអត់ឲ្យវាកលាស់វារំជួលជីវិតយើងទេយើងរាល់ថ្ងៃចាញ់បោកតែលោភៈទេចាញ់បោកតែទោសៈទេអញ្ចឹងគ្រាន់តែគេស្ដីឲ្យទោសៈកើតឡើងឆ្លោះគ្នាទិលកាប់គ្នាទិលសម្លាប់គ្នាក៏បានដែរយល់ទេឆ្លោះគ្នាអត់មើលមុខគ្នារាប់ខែរាប់ថ្ងៃព្រោះអីព្រោះតែទោសៈមូលចិត្តហ្នឹងវាកើតឡើងអាគ្រឿងទាស់នៅក្នុងចិត្តនោះតែយើងវាអត់បានឃើញទោសរបស់ទោសៈទេយើងខឹងតែអ្នកធ្វើបាបយើងជួនកាលយើងពីមុនមកយើងធ្លាប់ធ្វើបាបគេដែរដល់តែពេលអកុសលវិបាកឲ្យផលវាត្រូវឲ្យគេធ្វើបាបយើងឧបមាអញ្ចឹងយើងវាមិនបានឃើញទោសរបស់ទោសៈមូលចិត្តដែលទើសទាស់នៅក្នុងរឿងហ្នឹងឲ្យតរឿងទេយើងទៅខឹងតែរឿងខាងក្រៅយើងទៅដោះតែរឿងខាងក្រៅតែមិនមែននិយាយអញ្ចឹងមិនឲ្យដោះស្រាយរឿងខាងក្រៅទេណាយល់ទេឲ្យដោះប៉ុន្តែត្រូវថែរក្សាចិត្តសិនត្រូវឲ្យមានលំនឹងក្នុងចិត្តសិនយល់ទេវាមិនខុសរឿងយើងឃើញរឿងច្រើនណាស់ដូចរឿងខ្លះចង់បានសន្តិភាពចង់បានស្រស់ស្រួលចង់បានឲ្យមានលំនឹងនៃសេរីភាពសេចក្តីសុខប៉ុន្តែចិត្តម្នាក់ក្តៅដូចភ្លើងមានសេចក្តីសុខកើតដែរសេចក្តីសុខក្នុងជីវិតក្នុងសង្គមក្នុងប្រទេសក្នុងជាតិគឺត្រូវផ្ដើមពីសេចក្តីសុខរបស់ខ្លួនឯងសិនបើខ្លួនឯងអត់មានសុខទៅរកសុខអីគេមកពីណាអញ្ចឹងដល់សុំគ្រូដល់សុំខាងក្រៅហ្នឹងហើយសុំអត់បានទេអញ្ចឹងសរុបមកវិញគឺត្រូវសិក្សារលឹករឿយនៅក្នុងជីវិតរបស់យើងកុំរៀនធម៌ហើយគិតរឿងផ្សេងផាសៈវេទនានេះអត់មាននៅក្នុងដើមឈើទេវាមាននៅក្នុងចិត្តរបស់យើងកាលណាបើយើងអាចយល់បានហើយយើងសង្កេតពិនិត្យអាចយកនិសោមនស្ការៈមានតែយើងយល់ហើយអាការដែលយើងយល់យើងដឹងនេះថ្ងៃក្រោយទៅពេលដែលយើងកាន់តែច្បាស់កាន់តែថ្និតទៅកាន់តែមានបញ្ញាទៅគឺវាបានជាអារម្មណ៍នៃវិបស្សនាអាតួយល់តួចាំតួច្បាស់នេះឯងវាជាអារម្មណ៍នៃវាជាបច្ច័យដែលនាំឲ្យសតិនិងបញ្ញាកើតឡើងហើយទិសដៅរបស់យើងគឺដើម្បីឲ្យមានសតិឲ្យមានបញ្ញានឹងកើតឡើងការសន្សំក្នុងការសិក្សារៀនសូត្រវាជាឧបនិស្ស័យហើយវាជាការសន្សំបញ្ញាហើយបញ្ញាអាចកើតឡើងបានអាស្រ័យអីអាស្រ័យហេតុ4យ៉ាងជាដើមយល់ទេគឺផ្ដើមពីការសិក្សាហ្នឹងទៅមិនទៅនិយាយទៅយល់ទេយល់លោកគ្រូយល់ណាមានកម្លាំងចិត្តទេដល់ព្រោះលោកគ្រូព្រោះហ៎ប៊ីសចូលប្រវាំងមិញយល់ច្បាស់លោកគ្រូ
កណាសូម សុទ្ធ មាស តែ ការ កម្ម ថ្វាយ ផ្លៃ គុំ ផល ព្រះអង្គ តា គ្រូ កម្មឲ្យផលចា ហើយយើងមាសការព្រះអង្គគ្រប់គ្នាទៀតណាព្រះអង្គលោកនិមន្តចូល ណានមស្ការគុណចាស់ថ្វាយ មា គុ ស ំ ការឡើងគុំព្រះអង្គ កណាថ្វាយគុំលោកម្ចាស់ ជំនឿតលោកគ្រូព្រមទាំងញាតិបធរទាំងអស់គ្នាបាទ គុណណាសាធុគុណ អោះចឹងយើងយល់ទាំងអស់គ្នាណាអញ្ចឹងតកតងរឿងវេទនាមិញរឿងដូចចង់ទៅឆ្ងាយបន្តិចតែអញ្ចឹងរឿងវេទនាមិញអាចយល់បានខ្លះខ្ញុំអត់ យល់ ហ្នឹងហើយយើងយើងនិយាយអាជីវិតយើងឲ្យច្រើនហើយយើងប្រៀបធៀបទៅនឹងអត្តន័យសេចក្តីដែលលោកមានបញ្យលក្នុងសភៅទៅបានយើងអាចចាប់បានខ្លះអាឧបមាហ្នឹងគឺសំខាន់ដែរណាបើមិនអញ្ចឹងទេនិយាយស្ដាប់អត់យល់ទេអញ្ចឹងណាព្រោះថ្មីពេកយល់ខ្លះណាមីងសេរី យល់លោកគ្រូយល់បាន យល់ណា ខ្លះ ណា យល់បាន គ្រូអត់យល់ទេលោកគ្រូអាងឹតឆឹង ចំកំពៅទៅមកពីណាហ៎ ហូច ងឹតដែរលោកគ្រូអាងឹតដែរ ក្បាលខូចគឺក្បាលខូចមកពីណា ប៉ាឲ្យជួយធ្វើការងារធំមួយ អូសាធុចឹងបកែកូនគេណាថាចឹងគ្រូសុំបន្តមេរៀនតិចណាតោះឥឡូវយើងមើលចំណុចទី2វេទនាចេតសិកតោះឥឡូវយើងមើលណាមានពាក្យបាលីថាយាវេតេតៃតេវេទនាសាវេតវេតយិតលក្ខណៈអនុភវនៈរៈសាចេតសិកាសាទុបតដ្ឋានកាបស្សទ្ធិបតដ្ឋានាតិកុសលមហេបកាសិតាណាមានន័យថាធម្មជាតិអាចសោយរសនៃអារម្មណ៍ព្រោះហេតុនោះធម្មជាតិនោះឈ្មោះថាវេទនាអញ្ចឹងសរុបមកវិញវេទនាគឺធម្មជាតិដែលសោយរសនៃអារម្មណ៍អញ្ចឹងបងប្អូនចាំមើលរសនៃអារម្មណ៍នេះណាបការៈផ្សេងប្រភេទផ្សេងនៃអារម្មណ៍នោះវាមានអីគេខ្លះយើងចាំមើលខាងក្រោមអញ្ចឹងសរុបមកវិញវេទនាគឺធម្មជាតិសោយអារម្មណ៍សោយរសនៃអារម្មណ៍ហើយអាសោយអារម្មណ៍ហ្នឹងមិនគឺមានន័យថាវាដឹងអារម្មណ៍ហ្នឹងឯងយល់ទេហ្នឹងហើយតែយើងប្រើពាក្យដឹងទៅវាជាន់គ្នាតែនេះវាប្រើពាក្យថាសោយអារម្មណ៍ហ្នឹងគឺវាកាន់យកអារម្មណ៍ហ្នឹងដោយសភាពយ៉ាងម៉េចដោយសភាពជាតោមនោដោយសភាពជាសោមនោអីចឹងណាតែយើងមើលវេទនានោះឯងមានការសោយនៅរសនៃអារម្មណ៍ជាលក្ខណៈជាលក្ខណៈរបស់វាសោយរសនៃអារម្មណ៍មានការសោយនៅរសនៃអារម្មណ៍ជាតួនាទីមានអាការៈប្រកបដល់បញ្ញាយោគិវិចរថាជាធម៌មានភាពត្រេកអរក្នុងចិត្តណែអាការៈប្រកបគឺគ្រឿងសម្គាល់ដែលយើងឲ្យឃើញថាដែលយើងចង់ដឹងថាតួវេទនានឹងវាមានលក្ខណៈសម្គាល់មិនគឺវាប្រកបឡើងដល់បញ្ញាយោគិវិចរមានថាជាគ្រឿងសម្គាល់របស់វានឹងជាធម៌ដែលមានសភាពត្រេកអរក្នុងចិត្តវេទនានោះឯងត្រូវលោកប្រកាសថាប្រព្រឹត្តទៅក្នុងកុសលចិត្តមានបស្សទ្ធិទាំងពីរជាហេតុចិត្តអញ្ចឹងលោកចង់និយាយក្នុងទីនេះបើសិនជាវេទនានេះវាកើតក្នុងកុសលចិត្តការបើវាកើតក្នុងកុសលចិត្តគឺវាមានបស្សទ្ធិនឹងជាហេតុដែលនាំឲ្យវាកើតបស្សទ្ធិនេះគឺថាស្ងប់កាយស្ងប់ចិត្តអញ្ចឹងណាហ្នឹងហើយចាំមើលខាងក្រោមទីលោកមានបញ្យលណាហ្នឹងបស្សទ្ធិហ្នឹងក៏ជាចេតសិកដែរណាស្ងប់កាយក្នុងទីមិនមែនស្ងប់រូបរាងកាយទេរូបរាងកាយនេះវាអត់ចេះស្ងប់វាអត់ចេះក្តៅហាយទេកាយក្នុងទីនេះបានដល់ចេតសិកអញ្ចឹងណាហ្នឹងហើយចិត្តបស្សទ្ធិកាយបស្សទ្ធិនេះគឺថាបស្សទ្ធិទាំងពីរគឺសំដៅយកកាយបស្សទ្ធិចិត្តបស្សទ្ធិនឹងឯងតែអាហ្នឹងយើងរៀនទៅក្រោមទៀតបានយើងយល់យើងគ្រាន់តែចាំប៉ុណ្្នឹងសិនណាយើងប្រែលោតប្រយោគតិចយារីធម្មជាតិណាវេតេតេអាចសោយអារម្មណ៍អ៊ីតេព្រោះហេតុនោះវេទនាឈ្មោះថាវេទនាសារីវេទនានោះឯងវេតយិតលក្ខណៈមានការសោយនៅអារម្មណ៍ជាលក្ខណៈអនុភវនៈរក្សាមានការសោយអារម្មណ៍ជាតួនាទីចេតសិកាសាទុបតដ្ឋានកាមានអាការៈប្រកបឡើងដល់បញ្ញាយោគិវិចរថាជាធម៌មានសភាពត្រេកអរក្នុងចិត្តសាចវេទនារីវេទនានោះឯងបកាសិតាត្រូវលោកប្រកាសថាប្រព្រឹត្តទៅអ៊ីតេ
ថាកុសលមហេក្នុងកុសលណាក្នុងកុសលចិត្តបស្សទ្ធិបន្ទាត់ឋានណាមានបស្សទ្ធិទាំងពីរជាហេតុចិត្តហ្នឹងហើយអញ្ចឹងវេទនានេះលោកប្រាប់ថាមានបស្សទ្ធិជាហេតុចិត្តដោយសារអីលោកសំដៅយកវេទនាដែលកើតក្នុងកុសលតែវេទនាវាអាចមានហេតុចិត្តរបស់វាផ្សេងទៀតដូចជាមានភាសៈជាហេតុចិត្តអីក៏បានដែរប៉ុន្តែក្នុងនេះលោកពោលអំពីវេទនាដែលវាប្រព្រឹត្តទៅដែលវាប្រកបជាមួយនឹងកុសលចិត្តគឺវាមានបស្សទ្ធិនេះជាហេតុចិត្តចាំបានទេហ្នឹងហើយឥឡូវយើងមើលវចនដ្ឋៈគឺវេតេតៃតិវេទនាសភាវៈអាចសោយនៅអារម្មណ៍អាចសោយរស់នៃអារម្មណ៍ហ្នឹងហើយគឺឈ្មោះថាវេទនានឹងឯងអានេះជាចុះយុបច្ច័យក្នុងកតតុសាធនៈហ្នឹងអានេះជាពាក់ព័ន្ធរឿងការរបៀបនៃការចងវឹកហៈរបស់ភាសាបាលីសរុបមកវិញយើងមើលឲ្យយល់តែប៉ុណ្្នេះទៅព្រោះយើងអត់សូវចេះបាលីទេសភាវៈធម៌អាចសោយនៅអារម្មណ៍គឺសោយរស់នៃអារម្មណ៍គឺវេទនានឹងឯងដដែលទេហើយទី2នេះលោកចងមួយបែបទៀតលោកចងវឹកហៈមួយបែបទៀតវិនតន្តិអេតាយៈសត្តាសាតាំងវាអសាតាំងវាលៈខន្តិតិវេទនាសភាវៈដែលជាហេតុធ្វើឲ្យសត្វសោយនៅអារម្មណ៍ជាទីត្រេកត្រអាលនិងមិនជាទីត្រេកត្រអាលហ្នឹងឈ្មោះថាវេទនាដែរអញ្ចឹងណាចុះយុបច្ច័យក្នុងករណសាធនៈអីចឹងទៅវាលោកមិនសម្ដែងថាជាសភាវៈដែលអាចសោយអារម្មណ៍ទេតែលោកសម្ដែងលើកវឹកហៈថាជាហេតុម្ដងណាហើយចំណុចទី3វេតយិតាំងវេទនាការសោយនៅរស់នៃអារម្មណ៍ហ្នឹងហើយអានេះលោកអត់មានប្រាប់លោកអត់មានចង់វឹកហៈរបៀបថាជាសភាវៈដែលអាចសោយអារម្មណ៍ឬក៏ថាជាហេតុអីទេគឺលោកជាភាវៈសាធនៈដោយភាវៈដោយសំដៅយកទៅភាវៈសុទ្ធតែម្ដងគឺសំដៅថាម៉េចវេទនាគឺការសោយរស់នៃអារម្មណ៍សរុបមកវិញគឺដូចដែលយើងបានរៀនអំពីផាសៈថ្ងៃមុនចឹងសរុបមកវិញគឺវេទនាគឺការសោយរស់នៃអារម្មណ៍ហើយអាសោយរស់នៃអារម្មណ៍ហ្នឹងដូចខ្ញុំបានបញ្យល់ខាងដើមណាចាប់បានទេហ្នឹងហើយចឹងយើងមើលលក្ខណៈរស័កមានលក្ខណៈនិងតួនាទីវេតយិតលក្ខណៈមានការសោយរស់នៃអារម្មណ៍ជាលក្ខណៈលក្ខណៈរបស់វាអនុភវនៈរក្សាមានការសោយរស់បើមានការសោយនៅរស់នៃអារម្មណ៍ជាតួនាទីមានន័យថានេះយើងមកមើលនេះយើងស្គាល់រស់ហ៎រស់ក្នុងទីនេះមិននេះណាមិនស្លាប់រស់ទេអញ្ចឹងក្នុងទីនេះមានន័យថាប្រភេទហ្នឹងហើយអារស់នៃអារម្មណ៍មានថាប្រភេទនៃអារម្មណ៍នោះវាមានអីគេមានថាលោកកំពុងបញ្យល់នេះបងអនុភវនៈរក្សាមានការសោយនៅរស់នៃអារម្មណ៍ជាតួនាទីលោកបញ្ជាក់ថាមានន័យថាអាការៈនេះមានន័យថាប្រភេទនៃវេទនាវាមានអីខ្លះប្រភេទនៃអារម្មណ៍មាន3យ៉ាងគឺទី1គេហៅថាអិដ្ឋារម្មណ៍មានន័យថាអារម្មណ៍ជាទីត្រូវការអារម្មណ៍ជាទីត្រូវការនេះមិនមែននេះទេមានន័យថាអារម្មណ៍ជាទីប្រាថ្នាអារម្មណ៍ដែលជាទីពេញចិត្តយល់អត់គេហៅថាអារម្មណ៍ជាទីត្រូវការហើយយើងត្រូវការគេត្រូវការអារម្មណ៍ណាដែលល្អណាអ្វីដែលល្អហ្នឹងយើងពេញចិត្តអារម្មណ៍ដែលយើងជាទីប្រាថ្នាជាទីពេញចិត្តនេះគេហៅថាអារម្មណ៍ជាទីត្រូវការព្រោះបើអាហ្នឹងវាអត់ជាទីស្រឡាញ់ជាទីពេញចិត្តទេត្រូវការទេអត់ត្រូវការទេដោយឧបមាថាគេស្ដីឲ្យគេជេរគេថាអញ្ចឹងយើងអត់ត្រូវការទេមែនទេចាអញ្ចឹងពាក្យថាត្រូវការក្នុងទីនេះទីនេះយើងយល់แล้วណាគឺថាអារម្មណ៍ល្អនឹងអារម្មណ៍ល្អដែលជាទីពេញចិត្តនឹងឯងអានេះហើយជាប្រភេទទី1ដែលហៅថារស់នៃអារម្មណ៍គឺមានថាពាក្យថារស់នៃអារម្មណ៍គឺសំដៅយ៉ាងហ្នឹងហើយទី2គេហៅថាអនិច្ចារម្មណ៍នេះមានន័យថាម៉េចអារម្មណ៍មិនជាទីត្រូវការណាអារម្មណ៍មិនជាទីត្រូវការគឺគេអ្វីដែលមិនល្អអញ្ចឹងមិនល្អក្នុងទីនេះមានន័យថាដែលឧបមាថាគេជេរគេស្ដីក្លិនមិនល្អអញ្ចឹងណារឿងរ៉ាវដែលមិនល្អអញ្ចឹងអ្វីដែលមិនល្អមិនជាទីប្រាថ្នាមិនជាទីត្រេកអររបស់ចិត្តហ្នឹងគេហៅថាអនិច្ចារម្មណ៍អញ្ចឹងគឺអារម្មណ៍មិនជាទីត្រូវការយើងមើលពាក្យនេះយើងយល់ហើយ
វាមិនដែលយើងអ្នកណាត្រូវការគេស្ដីគេថាទេមែនទេគេត្រូវការទេហើយម្យ៉ាងទៀតមិនឆាប់តាអារម្មណ៍ជាកណ្ដាលណាអារម្មណ៍ជាកណ្ដាលមានន័យថាវាខុសពីវានៅកណ្ដាលមានន័យថាមិនជាទីត្រូវការក៏មិនមែនជាទីត្រូវការក៏មិនមែនមានន័យថាវានៅកណ្ដាលមានន័យថាស្មើល្មមវាស័យអារម្មណ៍យ៉ាងល្មមអញ្ចឹងណាយ៉ាងល្មមក្នុងទីហ្នឹងគឺយើងប្រៀបធៀបថាវាមិនត្រីអក៏វាមិនកើតទុកដែរអញ្ចឹងណាអារម្មណ៍ហ្នឹងវាល្មមវាស្មើអញ្ចឹងណាដូចពេលខ្លះជីវិតរបស់យើងអញ្ចឹងហ៎ឲ្យកើតទុករឿងអីក៏អត់ដែរហើយឲ្យត្រីអរឿងអីក៏មិនត្រីអដែរធម្មតាស្មើអញ្ចឹងណាល្មមអញ្ចឹងចិត្តរបស់យើងណាដែលពាល់ត្រូវអារម្មណ៍ហ្នឹងហ៎ដែលមានជីវិតយើងមានណាហ្នឹងហើយអញ្ចឹងលក្ខណៈសភាវៈអាការៈ3យ៉ាងនេះឯងអញ្ចឹងណាជាគេហៅថារស់នៃអារម្មណ៍ណាហើយសួរថាក្នុងជីវិតយើងមានការសោយអារម្មណ៍ដោយប្រភេទចឹងហ៎ដូចអូម៉ាថាគេកូនទិញខ្សែកពេជ្រឲ្យមួយខ្សែប៉ះអារម្មណ៍ណាក្នុងបណ្ដាទាំង3ហ្នឹងអានេះមែនទេទី1ប្តីមានស្រីអាណាទី2និតអារម្មណ៍លោកគ្រូដល់ពេលខ្លះយើងនៅធម្មតាមិនមានពីណាធ្វើឲ្យយើងកើតទុកអីក៏យើងមិនមានរឿងអីដែលយើងត្រូវត្រីអយធម្មតាហ៎កដាលអាចិត្តរបស់យើងនឹងស្មើល្មមអញ្ចឹងហ្នឹងហើយឆាប់អារម្មណ៍ហ្នឹងហើយអញ្ចឹងមិនឆាប់អារម្មណ៍យល់ទេអញ្ចឹងពិតអត់ឥឡូវសួរថាពិតអត់ជីវិតយើងនឹងពិតអត់ពិតលោកគ្រូយល់ហ្នឹងហើយអញ្ចឹងខ្ញុំអាទីលោកគ្រូបាទពិតលោកគ្រូពិតខ្ញុំអាទីហ្នឹងអាទីបានទី2ហ៎ការលោកគ្រូហ្នឹងហើយនៅសុកគេដាក់មេប្រូចអញ្ចឹងហ៎ចាគ្រូដឹងទៀតស្លាប់លឺខ្លះហើយគេអស់ឡូវហើយអត់ទេលោកគ្រូអត់ទេថាលេងទៅថាលេងសោះហ្នឹងលោកគ្រូសូមសួរបញ្ជាក់កន្លែងទី1ជាលោកគ្រូកន្លែងអត្ថអារម្មណ៍លោកគ្រូអារម្មណ៍ជាទីត្រូវការបាទជាទូទៅកន្លែងហ្នឹងបើយើងនិយាយអំពីសត្វមនុស្សយើងគឺយើងត្រូវការតែអារម្មណ៍ល្អមិនអញ្ចឹងលោកគ្រូបាទចូលចំពោះសត្វដេរឆានលោកគ្រូសត្វដេរឆាននោះគឺថាគាត់ត្រូវការដូចថារបស់អត់ល្អអញ្ចឹងលោកគ្រូអាហ្នឹងយើងចូលទៅក្នុងអត្ថអារម្មណ៍ដែរលោកគ្រូយើងនិយាយរួមវាចែកទៅតាមប្រភេទសត្វអីចឹងទៅយើងអូម៉ាថាលេមួកយើងថាហ្នឹងវាមិនល្អសម្រាប់យើងប៉ុន្តែសម្រាប់លោកគ្រូខ្ញុំសូមចូលរួមបន្តិចលោកគ្រូតោះជើញពាក់ព័ន្ធនឹងសត្វដេរឆានណាទោះបីជាសត្វនឹងល្អប៉ុណ្ណាចេះប៉ុណ្ណាក៏ដោយគឺសុទ្ធតែជាអតិអិដ្ឋារម្មណ៍ទាំងអស់លោកគ្រូសាធុមិនត្រូវក្មួយអតិអិដ្ឋារម្មណ៍មានន័យថាអារម្មណ៍ល្អក្រៃលែងអាណិដ្ឋារម្មណ៍ច្រឡំសិតតែអាណិដ្ឋារម្មណ៍គឺអារម្មណ៍អាក្រក់ច្រឡំហ្នឹងគេចែកដោយកំណើតថាសត្វណាក៏ដោយចេះកម្រិតណាអីដល់ណាក៏ដោយគឺសិតអារម្មណ៍អាណិដ្ឋារម្មណ៍ទាំងអស់គឺអារម្មណ៍អាក្រក់ហ្នឹងហើយយើងបងឡុងគេគិតអញ្ចឹងពាក្យថាអារម្មណ៍ទីត្រូវការនេះគឺគេសំដៅដល់ថាវាត្រូវអធិស្ឋានរបស់សត្វហ្នឹងឧបមាថាជ្រូកវាចូលចិត្តអីគេចូលចិត្តភក់មែនអត់អញ្ចឹងភក់ហ្នឹងបើយើងសម្រាប់យើងវាមិនល្អទេដោយសភាវៈវាមិនល្អទេប៉ុន្តែបើសម្រាប់ជ្រូកវាជាទីត្រេកអរល្អវាជាទីត្រូវការវាល្អសម្រាប់ជ្រូកបាទលោកគ្រូល្អអញ្ចឹងឲ្យតែវាត្រូវអធិស្ឋានរបស់សត្វហ្នឹងអាហ្នឹងយើងនិយាយត្រឹមលក្ខខណ្ឌប៉ុណ្ណឹងសិនណាប៉ុន្តែបើយើងចែកអារម្មណ៍ហ្នឹងវាមានអារម្មណ៍ដែលល្អដោយសភាវៈ1អារម្មណ៍ដែលមិនល្អដោយសភាវៈ2វាមានបរិកបៈនៅក្នុងទាំងពីរហ្នឹងទៀតបរិកបៈហ្នឹងមានន័យថាដូចឧបមាភក់ហ្នឹងវាអត់ល្អទេប៉ុន្តែសម្រាប់ជ្រូកគឺវាត្រូវការវាថាហ្នឹងល្អអញ្ចឹងវាជាអីគេបរិកបៈអនិច្ចារម្មណ៍បរិកបៈហ្នឹងអនិច្ចារម្មណ៍នេះថាបរិកបៈនេះមានន័យថាត្រូវតាមអធិស្ឋានរបស់ខ្លួនយល់ទេដោយអូមកថាប្រហុកស្អុយហ៎ណាមីងរស័យប្រហុកស្អុយហ្នឹងហើយតែបើថាច្រាំអីឲ្យអែមទៅដាក់ជីដាក់អីទៅលឹកដៃហ៎
ថ្ងៃ អាណិ ហ្នឹង តថារំលោកគ្រូ ឃើញទេប៉ុន្តែសួរថាប្រហុកឆ្អុយស្អុយប៉ុន្តែដល់ពេលយើងដាក់គ្រឿងដាក់អីទៅវាទៅជាពិសេសហ៎ ទៅជាពិសេស ហ្នឹង វិញ អាហ្នឹងវាទៅជាវាទៅជាអីបរិកបៈ អា ឥដ្ឋារម្មណ៍វាទៅជាទីត្រីត្រូវការវិញឃើញទេវាអញ្ចឹងវាមានចែកអញ្ចឹងយល់ទេបង បាទយល់លោកគ្រូយល់ចង់ ហើយ សួរ ក្នុង គ្រូ ទី បញ្ នេះ ជាក់ ពា រា ក្ ល់ យថា ចំណុច អារម្មណ៍ជាទីត្រូវការនេះ បា គេ ទ យកទាំងអស់មិនថាឯងតាំងសភាវៈនិងបរិកបៈឯងឲ្យតែជាទីត្រូវការគេយកទាំងអស់គេអត់តន់គិតរឿងអីផ្សេងទេក្នុងន័យអញ្ចឹងណាទោះបីអាប្រហុកហ្នឹងវាអាក្រក់វាស្អុយមិនក៏ដោយវាស្អុយដោយសភាវៈឃើញទេប្រហុកវាស្អុយមែនណាដោយសភាវៈប៉ុន្តែដោយបរិកបៈមានន័យថាត្រូវតាមអធិស្ឋានការត្រេះរិះរបស់យើងការពេញចិត្តរបស់យើងអាហ្នឹងក៏ឈ្មោះថាជាទីត្រូវការដែរមែនអត់ យល់លោកគ្រូ ហ្នឹងច្បាស់អញ្ចឹង យល់លោកគ្រូយល់ហើយសួរបញ្ជាក់លោកគ្រូ សា បាទ ធុអញ្ចឹងពាក្យថាជាទីត្រូវការនេះមានន័យថាអីក៏ដែរដែលជាទីត្រូវការមានន័យថាចិត្តហ្នឹងវាត្រេកអរវាសប្បាយវាត្រូវការវាពេញចិត្តនឹងអាហ្នឹងយល់ទេអាហ្នឹងគេហៅថាអីគេអិដ្ឋារម្មណ៍អញ្ចឹងទៅអិដ្ឋារម្មណ៍ហ្នឹងគឺសំដៅរកអារម្មណ៍ល្អជាទីត្រូវការតែបើយើងចែកដោយសភាវៈអារម្មណ៍វាមានពីរយ៉ាងចាំណាវាមានអាល្អដោយពិតដូចឧបមាថាផ្កាឈូកអញ្ចឹងណាទឹកអបវាល្អហ៎ល្អពិតមែនណាក៏អូពិតមែនណាស្រស់ស្អាតពិតមែនមែនទេរបស់ទាំងអស់ហ្នឹងណាគឺដោយសភាវៈគឺវាអញ្ចឹងមែនអាហ្នឹងគេហៅថាសភាវៈអិដ្ឋារម្មណ៍ណាល្អដោយសភាវៈដល់ពេលមួយទៀតគេហៅថាអាមិនល្អដោយសភាវៈណាសភាវៈអនិច្ចារម្មណ៍អាមិនល្អដោយសភាវៈមានថាគឺអារបស់នោះវាអាក្រក់មែនដោយអូម៉ាថាលីមួកអាក្រក់ហ៎គឺវាអាក្រក់មែនដោយសភាវៈរបស់វាយល់ទេអាហ្នឹងវាអញ្ចឹងប៉ុន្តែវាមានអបរិកបៈមានន័យថាត្រូវតាមអធិស្ឋានរបស់សត្វទៅទៀតដូចអូម៉ាឆ្កែវាត្រូវការលីមួកវាពិសេសរបស់វាឃើញទេតែពេលយើងវាមិនត្រូវការអីអញ្ចឹងវាមិនអាចទៅជាអិដ្ឋារម្មណ៍សម្រាប់យើងទេវាមិនអាចជាទីត្រូវការរបស់យើងទេអញ្ចឹងយើងយល់ប៉ុណ្្នឹង សុំ ទៅ សួរមួយ បាទ ជនអ្នកដែលដូចចោលអីវ៉ាអ្នកធ្វើអាក្រក់បើវាប្លន់បានអីទៅវាជាការត្រូវការរបស់វាអាហ្នឹងនៅក្នុងនឹងដែរចឹង នៅក្នុងហ្នឹងដែរវា ទោះជាផ្លូវអាក្រក់ក៏ដោយ នៅទោះជាផ្លូវអាក្រក់ក៏ដោយផ្លូវអាក្រក់មានន័យថាតែប៉ុន្តែតាមកំពិតទៅអាពេលដែលវាធ្វើសកម្មភាពលួចហ្នឹងវារឿងវាភ័យវាខ្លាចទេវាមិនមែនចោលវាមិនចេះខ្លាចទេវាខ្លាចដូចតែយើងប៉ុន្តែគ្រាន់តែថាអាភាពក្លាហានរបស់វាហ្នឹងវាមានច្រើនប៉ុន្តែឧបមាថាយើងនិយាយត្រឹមថារបស់របរអញ្ចឹងគឺវាពេញចិត្តទេដូចបើវាលួចបានមាសបានពេជ្រវាត្រីអហ៎ វាអវាជាទីត្រូវការប៉ុន្តែអាសកម្មភាពចូលទៅនោះវាមិនមែនវា20វាមិនមែនវាមិនខ្លាចគេចាប់អានទេវាខ្លាចចឹងណា លោកគ្រូក៏ប៉ុតចោលលួចហ្នឹងគេលោភៈទៅលោកគ្រូ បាទកណាពីលោភៈចឹងយើងចាប់ចំណុចទាំង3នេះគេហៅដែរអាហ្នឹងហើយគេហៅថារសនៃអារម្មណ៍ណាហ្នឹងហើយប្រភេទនៃអារម្មណ៍ហ្នឹងវាមាន3យ៉ាងអញ្ចឹងហើយជីវិតយើងជួបទាំងអស់ហើយជួបហ្នឹងហើយតែពេលយើងរៀនទៅមិនដឹងថាអូអាហ្នឹងធေါ်សោះមែនទេហ្នឹងហើយអញ្ចឹងយើងបន្តមកទៀតថាអានេះមច្ឆតារម្មណ៍នេះមច្ឆតារម្មណ៍នេះគឺអារម្មណ៍ជាកណ្ដាលនៃអារម្មណ៍ទាំងពីរគឺលោកបញ្ជាក់មានន័យថាវាមិនជាទីត្រូវការក៏មិនមែនទីត្រូវការក៏មិនមែនអញ្ចឹងហ្នឹងបានន័យថាធម្មតាហ្នឹងហើយចិត្តយើងស្មើដែលយើងនិយាយឲ្យខ្លីថាវាមិនសុខក៏វាមិនទុក្ខណាវាធម្មតាអញ្ចឹងវាបើយើងនិយាយខ្លីអាហ្នឹងគេហៅថាសោយអារម្មណ៍យ៉ាងល្មមពាក្យថាល្មមហ្នឹងគឺវាមិនជ្រុលទៅខាងសោមនស្សក៏វាមិនជ្រុលទៅខាងតោមនស្សយល់អត់ហ្នឹងហើយក៏វាមិនចូលទៅក្នុងរឿងជាទីត្រូវការមានន័យថាដោយឧបមាថាអញ្ចឹងឧបមាថាឥឡូវដូចខ្ញុំកំពុងបញ្យល់ធម៌អញ្ចឹងអ្នកមីងក៏មិនដូចថាឥឡូវថាមិនសភាពនៃចិត្តណាវាឲ្យវាត្រីអសបាយចិត្តលោតកឆេងក៏វាអត់មានដែរហើយក៏ថាឲ្យអ្នកមីងកើតទុកព្រោះខ្ញុំបញ្យល់ធម៌អ្នកមីងក៏អត់ដែរអ្នកមីងទៅទាស់ក៏មិនមានត្រីអខ្លាំងហ្នឹងក៏មិនមានដែរមិនមានការត្រីអប៉ុន្តែនៅតែពេញចិត្តស្ដាប់នៅតែជ្រះថ្លានៅតែស្ដាប់ធម្មតាហើយអត់មានញញឹមអត់មានការទុកអីអត់មានកញ្ញើអីតែធម្មតាស្មើទៅភាពចិត្តយើងអញ្ចឹងអាហ្នឹងហើយគេហៅថាអីគេ
អារម្មណ៍ថាកណ្ដាលអាមិនឆាប់ដាក់មានតែកណ្ដាលអញ្ចឹងកណ្ដាលខ្លួនមិនមែនកណ្ដាលផ្លូវកណ្ដាលទេគឺកណ្ដាលនៃសភាវៈទាំងពីរហ្នឹងយល់ទេពាល់ត្រូវខ្លះទេពាល់ត្រូវហ្នឹងហើយខ្ញុំមើលទៅទឹកមុខគឺក៏សភាពជីវិតណាមីងដូចភាពច្រើនណាមីងច្រើនដល់ពេលខាអញ្ចឹងតែពេលខ្លះកាត់ទុកដែរមែនទេកាត់ទុកច្រើនហើយបានរត់ធន់ហ្នឹងហ្នឹងហើយឆ្លងកាត់រឿងរ៉ាវច្រើនហើយបានមហោធរហ្នឹងហើយព្រោះសត្វលោកកើតសធានអាស្រ័យទុកជាអារម្មណ៍យ៉ាបើអត់កើតទុកទេគ្មានរត់ធន់ទេហើយមួយតែអត់មានកើតទុករឿងបញ្ហាកូនប្តីអីទេអានេះកើតទុកដោយសាររឿងសុខភាពខ្លួនឯងបាទសុខភាពចឹងទៅនឹងសិតតែទុកណាចាសិតទុកហ្នឹងហើយខ្ញុំធ្លាប់ជួបកូនសិស្សខ្ញុំម្នាក់គាត់ដូចជាកើតពាក់ព័ន្ធនឹងផ្លូវដង្ហើមហើយពេទ្យគេថាគាត់រស់មិនបានយូរទេដំបូងឡើយគាត់ភ័យតែរៀនយូរទៅគាត់លែងគាត់រៀនទៅគាត់យល់ទៅគាត់ថាគាត់លែងភ័យពីមុនគាត់ដេកភ័យថាស្លាប់ចោលកូនស្លាប់ចោលគាត់មានកូនកូនគាត់ពីរទូហើយគាត់ភ័យច្រើនគាត់ដេកព្រួយតែបើអាជំងឺនោះវាមិនទាន់ឆាប់វាមិនទាន់អាចត្រូវស្លាប់ឥឡូវដល់ពេលគាត់ភ័យខ្លាំងពេកវាដូចចង់ទៅមិនកាន់តែធ្ងន់ធ្ងរទៅកាន់តែធ្ងន់ធ្ងរដល់ពេលបញ្យលចុះបញ្យលឡើងឥឡូវមានអីភិលណារៀនធម៌ទៅតាមដឹងដល់ពេលសួរគាត់ថាចាឥឡូវលែងកើតទុកថាវាមិនមែនអត់ទេប៉ុន្តែវាមិនភ័យដូចមុនអញ្ចឹងវាអត់បារម្ភដូចមុនវាអត់ខ្វល់ដូចមុនអញ្ចឹងគាត់ថាវាមានគាត់មានន័យថាគាត់យល់ថាអារបស់នឹងវាអញ្ចឹងអាកើតទុកក៏វាអញ្ចឹងមិនកើតទុកក៏វាអញ្ចឹងរស់ឲ្យប្រសើរទៅដល់ពេលគាត់ថាគាត់រស់ឲ្យប្រសើរអត់កើតទុកវាទៅជាសុខភាពវាចាប់ផ្ដើមល្អវិញចាឃើញទេអញ្ចឹងហ្នឹងហើយដូចហើយម្យ៉ាងទៀតយើងត្រូវគិតជាក៏វាស្លាប់កើតជំងឺក៏វាស្លាប់អាយើងឈឺក៏វាស្លាប់អាគេមិនឈឺក៏វាស្លាប់ដូចតែគ្នាហ្នឹងឃើញទេអញ្ចឹងមុនស្លាប់ក៏ពិបាកចិត្តមិនបានទេអញ្ចឹងដូចពេលខ្លះយើងកាត់ទុកទៅអ្នកខ្លះកើតមហារីកអ្នកខ្លះបញ្ហាសុខភាពខ្លាំងបាក់ទឹកចិត្តហ្មងដូចភ័យដូចគិតស្ដាយសំណោះចេះចុះគិតគ្រប់សពបែបយ៉ាងពិបាកហ្មងប៉ុន្តែយើងភ្លេចគិតថាក្នុងខណៈពេលដែលយើងកំពុងអង្គុយពិបាកចិត្តហ្នឹងមានអ្នកដែលអត់ឈឺអីសោះបុកគ្នាងាប់ពេញខ្នល់រាល់ថ្ងៃយើងអត់គិតរឿងហ្នឹងមែនអត់ហើយយើងនៅដេកព្រួយពិបាកចិត្តមែនទេអញ្ចឹងជីវិតនឹងអត់ទៀងទេជីវិតនឹងលោកប្រៀបធៀបដូចស្លឹកឈើអញ្ចឹងស្លឹកឈើវាមានខ្ចីវាមានចាស់វាមានសកំវាមានទុំប៉ុន្តែក្នុងពេលដែលត្រូវខ្យល់បក់មិនមែនធ្លាក់តាទុំទេអាខ្ចីក៏វាធ្លាក់ដែរយល់អត់ជួនកាលចៅស្លាប់មុនយាយហែខ្មោចចៅអសខ្មៅទៅមុនអសដែលលឺហ្នឹងលើលោកគ្រូលើត្រូវមានលំនឹងរស់នៅឲ្យយល់ហេតុផលជីវិតហើយឲ្យយល់ហេតុផលជីវិតឲ្យរស់នៅឲ្យបានស្មើទៅកុំដោយព្រះអង្គសម្ដែងនៅក្នុងផុតតេករតសោតមិនគួរអាឡោះអាល័យក្នុងខណ្ឌជាអតីតរឿងរ៉ាវដែលជាអតីតកាលរឿងស្អីក៏ដោយមិនគួរកប់បីទៅគិតអាឡោះអាល័យដោយតណ្ហាទិដ្ឋិច្រើនពេកទេវាទុកមិនគួរទេមែនទេថាមិនគួរហ្មងហើយក៏មិនគួរអាឡោះអាល័យគិតចង់បាននៅក្នុងរឿងជាអនាគតដែរតែព្រះអង្គឲ្យមើលបច្ចុប្បន្នអញ្ចឹងណាមើលបច្ចុប្បន្នអានេះជាពុទ្ធដីកាអញ្ចឹងព្រះអង្គឲ្យមើលបច្ចុប្បន្នហ្នឹងអញ្ចឹងពេលខ្លះយើងរវល់តែនឹងរឿងអតីតកាលនិងអនាគតច្រើនពេកអញ្ចឹងតែយើងទុកបច្ចុប្បន្ននឹងចោលហ្មងហើយអាបច្ចុប្បន្នហ្នឹងវាជាវាជាផលអនាគតដែលវាល្អឬក៏វាមិនល្អវាអាស្រ័យបច្ចុប្បន្នហ្នឹងដូចអូបាទថាបើឈប់មានអ្នកទេមកសុំលើកលេខទី1ឈប់មានការអំផ្លែណាទៅចែកគ្នាសិនណាសុំស្លេះបន្តិចសិន
អ្នកអារម្មណ៍ បងភ័ក្រនាំទៅចែកសិនបងភ័ក្រ បាទតោះមានអីឆ្ងល់អត់មានអីឆ្ងល់ មានលោកក្មួយជួយប្រាប់មីងតិចពាក្យថាវច្ចបអ្នកតមកចេះអានវច្ចនៈថៈ វចនៈ វចនៈថៈវចនៈថៈ ចាហ្នឹងហើយបានន័យថាម៉េច វចនៈថៈហេតុពាក្យសាបល័យមិនចេះដែរលោកម្ចាស់ អត់ទេអូ ឡើយហ្នឹងពាក្យហ្នឹងប្រែថាម៉េចទៀត មានពីណាគេដឹងជួយប្រាប់ផង វចនៈថៈហ្នឹងដូចតាមដឹងថាវាជានិយមន័យបើអង់គ្លេសហៅថា definition ណាបាទ អូអ្នកមានទទួល មានន័ បាន យថានិយមន័យ និយមន័យនៃពាក្យមួយបាទនិយមន័យនៃពាក្យមួយបាទដូចថាវេទនាអញ្ចឹងគេមានគេវចនៈថៈថាអញ្ចឹងវាដើម្បីចងជាបល័យណាបាទប៉ុន្តែគេបូកចូលគ្នាទៅហើយគេប្រែថានឹងអត់ឬសភាវៈបាទ កណាអរប្រគុណ តនណាអ្នកមានទទួលបានណា ទទួលបាន អូខេហ្នឹងហើយខ្ញុំមិនសូវចេះបល័យដែរតែមិនអីទេមានលោកម្ចាស់គង់នៅទី អត់មកអត់ទៅចេះដែរហ្នឹងគាត់ថាចេះទីទួចចេះគាត់ថាចេះថាដឹងអ្វីដែលចេះដឹងអ្វីអត់ចេះហ៊ានឆ្លើយទេ ណា ពាក្យហ្នឹងតាមរៀនមកថាហ្នឹងជាអត្ថន័យឬយមន័យនៃពាក្យមួយបាទ ណាព្រោះទីហ្នឹងសំដៅដល់ទីហ្នឹងហើយព្រោះវចនៈថៈនេះត្រូវហើយលោកម្ចាស់ព្រោះនៅក្នុងនេះគេចង់បង្ហាញពីវេទនាអញ្ចឹងនិយមន័យរបស់ពាក្យនីមួយៗនេះគេចងវកហៈមកផ្សេងអញ្ចឹងវេទនាអញ្ចឹងអ្នកមីងអីទទួលបានណាកន្លែងវេទនាហ្នឹង បងសុភ័ក្រសុំមួយមកបង បាទ នមស្ការលោកម្ចាស់ហើយជំរាបសួរញាតិវត្ថុទាំងអស់គ្នាជំរាបសួរលោកគ្រូបងហើយចង់សួរមច្ឆតអដ្ឋារម្មណ៍នឹងមានបរិកប្បៈអត់បង កន្លែងហ្នឹង មច្ឆតអដ្ឋារម្មណ៍អារម្មណ៍ជាកណ្ដាលឧបេក្ខាហ្នឹងហ៎ដូចថាឧទាហរណ៍ថារឿងមួយហ្នឹងសម្រាប់ខ្ញុំគិតថាវាជាធម្មតាតែគេអ្នកផ្សេងមើលមកគេគិតថាជាគួរឲ្យត្រេកអរឬក៏គួរឲ្យកើតទុកអីអញ្ចឹងណាបងឧទាហរណ៍អញ្ចឹងអាចចាត់ទុកជាបរិកប្បៈបានអត់បង អាចដែរព្រោះយើងមើលកន្លែងចំណុចខ្លះដោយលោកគ្រូលើកឧទាហរណ៍មុននឹងបន្តិចលោកគ្រូចង់បញ្ជាក់ថាដូចជាសត្វជ្រូកគាត់ត្រេកតាអាលនឹងផុកជ្រាំត្រូវហើយប៉ុន្តែបើយើងប្រៀបធៀបជាមួយមនុស្សយើងតែអត់ពេញចិត្តទេអញ្ចឹងណាអញ្ចឹងវាចង់និយាយថាអានោះវាចាត់ទុកបានថាជាបរិកប្បៈដែរព្រោះសម្រាប់យើងគឺយើងមិនជាទីប្រាថ្នារបស់យើងទេប៉ុន្តែសម្រាប់សត្វគាត់សុបាយជាទីមនោរម្យរបស់គាត់ណាអញ្ចឹងវាជាទីពេញចិត្តនៃ ភ័ក្រមួយបងបងកាប់មួយអូនសើក៏មិនចង់សួរកន្លែងចំណុចហ្នឹងទេបងក៏ចង់សួរកន្លែងមច្ឆថារម្មណ៍មច្ឆតថារម្មណ៍មែនកន្លែងអថារម្មណ៍ហ្នឹងមែនទេ មច្ឆតារម្មណ៍ហ្នឹងមច្ឆតារម្មណ៍ អារម្មណ៍កណ្ដាលនៃពីរអញ្ចឹងមានន័យថាអារម្មណ៍ទាំងពីរហ្នឹងវាអារម្មណ៍ទី1អារម្មណ៍ជាទីត្រូវការហើយអាមួយទៀតមិនជាទីត្រូវការអាហ្នឹងន័យហ្នឹងវាទៅនឹងដែរតានោះ អត់ទេគាត់ចង់សួរទី3កន្លែងមច្ឆថារម្មណ៍គឺថាគាត់ធម្មតាក៏ប៉ុន្តែដល់ពេលបងឯងឃើញគាត់ធម្មតាបងឯងត្រេកអរជាមួយនឹងរឿងគាត់ហ្នឹងអញ្ចឹងក៏មិនចង់សួរអារម្មណ៍នេះទេអារម្មណ៍ទី1ទេអញ្ចឹងគាត់ចង់សួរថាអារម្មណ៍ដែលគាត់ធម្មតាហ្នឹងវាមានកិរិយាបៈអត់ចង់សួរចំណុចហ្នឹងអញ្ចឹងសំណួរហ្នឹងល្អខ្ញុំចង់ដឹងដែរ មកក៏សួរគាត់វិញ
ឥឡូវឲ្យ បា គាត់ ទ និយាយតិចមើល ឥឡូវយើងគាត់មានសារទៀតមកកណាបារប្អូន អឺ បាទមិនហ្នឹង បងឡងនិយាយត្រូវបង ចា ហ្នឹងហើយ ខ្ញុំឆ្ងល់អាក បាទ ន្លែងអាមកឆាត់តាអិតថារមបងអាទី3ហ្នឹង ហ្នឹងហើយ ហ៎ ហ្នឹង ចា ដូច ឥ ថា ឡូវ បងឯងធម្មតាឯងដល់ពេលខ្ញុំឃើញរឿងបងឯងធម្មតាខ្ញុំសប្បាយចិត្តមួយបងឯងអត់ចឹងណាឬក៏ខ្ញុំអត់សប្បាយចិត្តមួយបងឯងអត់អាហ្នឹងចូលក្រែកបៈហ្នឹងហើយចឹងគាត់ចង់សួរចំណុចហ្នឹងណា បាទ បាទ ឥឡូវមើលឡងវាយល់តិចមើលហើយហ្នឹង ខ្ញុំអត់ដឹងដែរហ្នឹងហើយខ្ញុំថាគាត់សួរល្អហ្នឹងហើយ សួរល្អតែខណ្ឌអត់ចេះ បា យ ទ ល់ អាចអានេះបើខ្ញុំគិតទៅអាចនឹងមានដែរអាចនឹងមានបរិយាកាសបៈហ្នឹងដែរវាធម្មតាសម្រាប់យើងតែដល់ពេលអ្នកដតីគេថារឿងហ្នឹងល្អអញ្ចឹងហ៎បង ឥឡូវចេះវិញ បាទ ឲ្យបុរាណគាត់លើកឧទាហរណ៍មួយមើលសុំឧទាហរណ៍មួយមើល ឧទាហរណ៍ថាអញ្ចឹងបងឧទាហរណ៍ថាដូចដូចបងឯងអញ្ចឹងទទួលបានលុយសុកអញ្ចឹងទៅមានអ្នកឲ្យបងឯង$1000អញ្ចឹងណា បា ហើយ ទ សម្រាប់បងឯងមានអារម្មណ៍ថាបងឯងធម្មតាតែនៅពេលដែលខ្ញុំមើលទៅខ្ញុំគិតថាអូរឿងនឹងសមតែត្រេកអរបើសិនជាខ្ញុំវិញណាខ្ញុំដឹងត្រេកអរមិនទេចង់និយាយអញ្ចឹងតែសម្រាប់បងឯងជាធម្មតារបស់បងឯងហើយអញ្ចឹងណា បាទ ហ្នឹងហើយពាក់យល់អីហ្នឹងអត់អ ហ្នឹង ញ្ចឹង ហើយ គាត់ចង់សួរអាកន្លែងហ្នឹងមានក្រែកបៈអត់អាទី3ហ្នឹងហ៎បាទ ចំណុចកន្លែងហ្នឹងបើនិយាយពីលុយបើគាត់និយាយពីចំពោះថាលុយវាចូលអត្ថអារម្មណ៍ហើយដោយសារអ្នកណាក៏ត្រូវការលុយនឹងដែរអញ្ចឹងវាចូលអត្ថអារម្មណ៍គេនិយាយនេះសំដៅទៅលើអារសរបស់អារម្មណ៍មិនមែនសំដៅទៅលើអានេះបើគាត់និយាយពីលុយគេថាអ្នកណាមួយដែលមិនត្រូវការអាហ្នឹងវាចូលអត្ថអារម្មណ៍ហើយលុយហ្នឹង បើ តែអារម្មណ៍ដែលជាកណ្ដាលរបស់គាត់មិនសប្បាយចិត្តគាត់គិតថាធម្មតាហ្នឹងអាហ្នឹងវាផ្សេងតែបើនិយាយពីលុយវាជាអត្ថអារម្មណ៍ហើយ បាទ ហ្នឹងណា អូ គាត់គិតអញ្ចឹង លុយវាជាវត្ថុកាម វាថោកដែល បាទ អ្នកណាគ្រប់គ្នាក៏ត្រូវការដែរអញ្ចឹងវាចូលអត្ថអារម្មណ៍មកលុយហ្នឹងណា បាទ អត់ទេបងខ្ញុំចង់និយាយពីសភាវៈតែអត់ចេះ ហ្នឹងហើយចង់ ចង់និយាយថាបើសិនជាឧទាហរណ៍ដូចជាលុយវិញយើងថាបើមនុស្សយើងវាអត់ថារម្មណ៍តែបើសិនជាដូចជាឧទាហរណ៍ថាសត្វឆ្កែសត្វអីអាហ្នឹងវាដូចជាមច្ឆតារម្មណ៍ហ្នឹងអាហ្នឹង មកសូមចូលរួម ធម្មតា បាទឲ្យគុណម្ចាស់សូម ចាស់ ណាមុនទេ គុណចាស់ ពាក្យហ្នឹងដូចមិនដែលឮប៉ុន្តែគាត់ដឹងថាគេសុភាវៈវាមានន័យថាអត្ថារម្មណ៍អារម្មណ៍ទីប្រាថ្នាហើយនិងអនត្ថារម្មណ៍អារម្មណ៍មិនទីប្រាថ្នាប៉ុន្តែវាមានបរិកបៈសូម្បីនៅក្នុងគេអត្ថារម្មណ៍ក៏មានបរិកបៈដូចឧទាហរណ៍ថារូបពុទ្ធគឺជាសភាវៈអត្ថារម្មណ៍ប៉ុន្តែពួកអន្តរថៃណាពួកថា បាទ ពួក ណា ថាឃើញរូបពុទ្ធហ្នឹងក៏ពិតសភាវៈគឺជាសភាវៈអត្ថារម្មណ៍ទេប៉ុន្តែពួកហ្នឹងវាសំសន្តានមកមិនចុចថានឹងបរិកបៈអនត្ថារម្មណ៍វិញ វាអនិច្ចារម្មណ៍ចំពោះវា ហើយឧទាហរណ៍ស្ដៅសភាវៈជាអនត្ថារម្មណ៍ទេប៉ុន្តែយើងចូលចិត្តជាបរិកបៈអនត្ថារម្មណ៍វិញតើប៉ុន្តែញោមត្រីដែលគាត់មានប្រសាសន៍មកអញ្ចឹងអាហ្នឹងភ័យវាជាឧបេខាហ្នឹងវាជាឧបេខាមច្ឆតារម្មណ៍ហ្នឹងវាឧបេខាវេទនាហ្នឹងវានៅកណ្ដាលទៅថាយើងគេឲ្យបង1000ក៏ពិតត្រូវអប៉ុន្តែក៏មិនត្រូវអដោយសារអីដោយសារលុយគាត់ច្រើនដែរតែកាលណាលុយគាត់សម្បូរគាត់អត់សុបាយកើតទេដោយសារវាអត់ស្មើនឹងអាលុយគាត់មានណាប៉ុន្តែបើលុយនឹងលើសហ្នឹងអាចគាត់សុបាយអាហ្នឹងវាថាវាអារម្មណ៍គាត់វាហើយសាររបស់ហ្នឹងគាត់មានហើយអញ្ចឹងគាត់វាអារម្មណ៍ហ្នឹងវាជាកដាលគឺថាអារម្មណ៍កដាលមិនថាវារវាងសុខនិងទុក្ខវាកាត់រវាងទៅថាឧទាហរណ៍ថាគេបើយើងអំពីមរឹកវិញពេលដែលឡើងហ្នឹងគឺសុខតែពេលគេពេលអាដានជើងដែលមិនឃើញហ្នឹងវាជាឧបេខានៅចន្លោះកណ្ដាលហ្នឹងចន្លោះកណ្ដាលឧបេខាហ្នឹងប៉ុន្តែពេលវាដានទៅវាចោះហ្នឹងវាជាទុកវិញបើអញ្ចឹងមិនថាឧបេខាហ្នឹងមកឆតារម្មណ៍ហ្នឹងវាតែមួយទេបើហ្នឹងវាមកខុសគ្នាទេវេទនាជាឧបេខាបើ កណាអញ្ចឹងមានន័យថា បើសិនជាបុគ្គលណាមួយដូចបុរាណអញ្ចឹងក៏លើកឧទាហរណ៍កណាចាប់បានតិចដែរថាពេលខ្លះកណាទទួលបានអីមួយទទួលបានកាដូមួយចុះពីអ្នកណាឲ្យអញ្ចឹងឡើយថាបងចម្រើនគាត់ឲ្យកណាអញ្ចឹង
បើសម្រាប់អ្នកដទៃគឺថាបើសិនជាបានកាដូហ្នឹងគឺគាត់ត្រេកអរសប្បាយរីករាយខ្លាំងមែនទែនណា ហ្នឹងហើយហ្នឹងហើយ ប៉ុន្តែនៅពេលដែលគេឲ្យមកខ្ញុំបែរជាអត់មានភាពត្រេកអរទេខ្ញុំស្មើមានន័យថាកដាលស្មើឧបេក្ខា បាទ ហ្នឹងហើយមិនមែនថាមិនត្រូវការទេត្រូវការដែរតែគ្រាន់តែធម្មតាបើមានក៏មានបើអត់ក៏អត់ឃើញទេអញ្ចឹងវាអាចនិយាយថានៅក្នុងអារម្មណ៍ទាំងពីរហ្នឹងគឺវាមិនសុបាយខ្លាំងហើយវាក៏មិនមែនជាអារម្មណ៍មួយដែលថាមិនចង់បានទេចង់បាននៅតែជាប់នៅក្នុងហ្នឹងអញ្ចឹងណាតែគ្រាន់ថាវាជាអារម្មណ៍កដាលស្មើបើសិនជាបើថាយើងឧបមាមួយទៀតថាបើសិនជាយើងជួបទុក្ខលំបាកថាទុក្ខវេទនាកើតឡើងអញ្ចឹងណាក្នុងដំណើរជីវិតចោះអញ្ចឹងនៅពេលដែលយើងជួបនៅក្នុងដំណើរជីវិតហ្នឹងអ្នកខ្លះទៅក៏គាត់ជួបពិបាកខ្លាំងអញ្ចឹងទៅណាបើឧទាហរណ៍តែឥឡូវខ្ញុំចោះអញ្ចឹងខ្ញុំជួបអឺរឿងការវិនិយោគអីមួយអញ្ចឹងខ្ញុំជួបហ្នឹងខ្ញុំមានការខាតបង់លុយកាក់ជាច្រើនឧទាហរណ៍ណាអញ្ចឹងអឺអញ្ចឹងខ្ញុំខាតហ្នឹងវាខាតទៅហើយប៉ុន្តែខ្ញុំអត់មានទៅឈឺចិត្តអីទៅទួញសោកបោកខ្លួនអីទេហើយមួយទៀតគឺខ្ញុំធម្មតាអញ្ចឹងណាហើយมันមានទុក្ខវេទនាអីខ្លាំងហើយក៏មិនត្រេកអរអីខ្លាំងដែរអញ្ចឹងមានន័យថាខ្ញុំមិនសុខហើយក៏មិនទុក្ខមានន័យថាខ្ញុំអារម្មណ៍នៅកណ្ដាលថាមិនឆាត់អារម្មណ៍អឺអារម្មណ៍នៅក្នុងអាទាំងពីរហ្នឹងអាមិនសុខហើយក៏អាមិនទុក្ខហ្នឹងវាធម្មតាប៉ុន្តែមិនមែនមានន័យថាអត់ទេអញ្ចឹងណាមិនមានន័យថាអត់សោះទេវាមានតែគាត់ថាវាធម្មតាវាស្មើតើនេះបុរាណ ចឹងមកសំណួរគាត់សួរថាអារម្មណ៍ស្មើហ្នឹងវាមានបរិកបៈអត់សម្រាប់គាត់ស្មើតែសម្រាប់អ្នកដទៃមើលមកហ្នឹងវាសើអារម្មណ៍ខ្លាំងអត់ហ្នឹងមកសំណួរគាត់ចង់សួរចឹងហ៎បង ចា យើង ឥ ចាប់ ឡូវ សំណួរគាត់បានហ្នឹងហើយ ខ្ញុំឥឡូវសួរជាអញ្ចេះវិញបងតើអារម្មណ៍ទាំង3ហ្នឹងណាអាវេទនាទាំង3ហ្នឹងណាអាទី1ទី2ទី3ហ៎បងនៅក្នុងទាំង3ហ្នឹងសិតតែមានបរិកបៈទាំង3មែនឬក៏មិន អូខេ ឲ្យខ្ញុំសូមសួរវិញចូលតិចស្អីគេការខបៈហ្នឹង អារម្មណ៍ត្រូវ អារម្មណ៍ជាទីប្រាថ្នា អារម្មណ៍ឧបមា អារម្មណ៍ត្រូវជាទីប្រាថ្នាអធិស្ស្រ័យ បាទ បាទ អារម្មណ៍ជាទីប្រាថ្នាការខបៈ បរិកបៈ បរិខបៈ អារម្មណ៍ដែលជាអារម្មណ៍ដែលជាយើងចូលចិត្តរៀងខ្លួនបើព្រោះថា បាទកណា ដោយថាគេអាត្មាចូលចិត្តស្ដៅប៉ុន្តែញោមចូលចិត្តស្ដៅទេប៉ុន្តែស្ដៅនោះវានិតអារម្មណ៍ទេប៉ុន្តែប្រេកបៈហ្នឹងមិនថាអាត្មាចូលចិត្តនោះថាអធិស្ស្រ័យក្នុងចំណុចចូលរៀងខ្លួនបើ កណា ព្រោះចាអាហ្នឹងមកយើងយកនៃអីស្រួលព្រោះអីស្រួលស្ដាប់យើងថាចំណងចិត្តផ្ទាល់ខ្លួនបានអត់គាត់ម្ចាស់ ណា យើងនិយាយអីងាយ ហ្នឹងហើយបងត្រូវ ហ្នឹងហើយស្រួលយល់ ចំណងចិត្តផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ ចំណងចិត្តផ្ទាល់ខ្លួន បាទ អញ្ចឹងសំណួរបងអូនបុរាណយល់ទាំងអស់គ្នាគាត់ចង់សួរអញ្ចឹងបង ហ្នឹងហើយ យល់គាត់ចង់សួរថាមច្ឆតអត្ថរម្មណ៍ហ្នឹងគាត់មានបរិកបៈនៅក្នុងនឹងអត់អារម្មណ៍កណ្ដាលហ្នឹង មកដឹងដែរមច្ឆតាអារម្មណ៍ហ្នឹងដឹងដែរប៉ុន្តែប្រហែលវាមិនខុសគ្នាហ្មងទេហ្នឹង ចាំមើលទៅគ្រូខ្ញុំញែកអត់ដល់កណាញែកអត់ដាច់ដែរគាត់ម្ចាស់ បើ តែ សភា តាមកណ្ដាល សភាវាអត់អារម្មណ៍វាអនុអារម្មណ៍ដឹងប៉ុន្តែមច្ឆតាអារម្មណ៍ហ្នឹងមកតែអត់ដែលបានដឹងដែរអត់ដែលបានស្គាល់ដែរតែពេលគាត់ឆ្លើយអញ្ចឹងបាក់ឆ្លើយឬឆ្លើយថាម៉េចឬក៏យ៉ាងណាអត់ចេះឆ្លើយអត់ចេះ តើក្នុងសំណួរឆ្ងល់ ខ្ញុំថាសារសំណួរគាត់សួរសារហ្នឹងហើយ បានល្អប៉ុន្តែ ចឹងអាទី1ទី2ដឹងអត់មានណា មាន ទី3អត់ដឹងមានអត់ករិកបៈហ្នឹងចឹងមិនថាគាត់ឆ្លាតគាត់ឆ្ងល់ហៅកន្លែងឃើញកន្លែងអត់ចេះ អូនហើយក៏បកកាយឆ្ងល់ហៅកន្លែងឆ្ងល់ឃើញអូនហើយ ពីអ្នកប្តីប្រពន្ធបកាយដូចគ្នា ប៉ុន្តែគាត់សួរសំណួរមិនបើជាពេលខាហើយព្រោះគាត់សួរថាលុយហ្នឹងយើងត្រូវអប៉ុន្តែបើគាត់អត់អបានថាគាត់នឹងវាអារម្មណ៍គាត់កដាលពេលហាហ្មងប៉ុន្តែរឿងបរិកបៈហ្នឹងអត់ចូលក្នុងន័យទៅទេគាត់សួរពីសំណួរមួយបរិកបៈមួយគាត់សួរថាដូចបងមក$1000ទៅក៏ពិតគួរតែត្រេកអរប៉ុន្តែគាត់អត់ត្រេកអរអាហ្នឹងបានន័យថាគាត់ធម្មតាព្រោះគាត់ធ្លាប់បានច្រើននៅនឹងផងអាហ្នឹងវាជាពេលខាប៉ុន្តែរឿងសំណួរគាត់បរិកបៈហ្នឹង
អាត្មាមិនអាចវែកបានទេបើដឹងដែរព្រោះហ្នឹងក៏ចាំមកសួរលោកគ្រូក៏ ទៅមើលលោកគ្រូបន្ថែម ចា ហើយគេមានលេ សា ង ធុ សិនតិចទៅឥឡូវមានអី ចា ថែ អ ម រគុណបង បាទបើឥឡូវសាច់យើងពិចារណាទាំងអស់គ្នាមើលពិចារណាrằngថា នេះបើតាមខ្ញុំគិតឃើញណាខ្ញុំគិតឃើញថាបហមច្ឆតអត្ថរម្មណ៍ប្រហែលជាអត់មានប្រេកបៈដោយសារប្រេកបៈហ្នឹងវាតកតងនឹងគេថាអាចចំណូលចិត្តផ្ទាល់ខ្លួនចង់និយាយអញ្ចឹងណាអាល្អអ្នកខ្លះទៅគេអារម្មណ៍ដែលមិនល្អតែគេថាល្អអញ្ចឹងណាហើយអាល្អខ្លះទៅអាល្អគេថាអត់ល្អហ្នឹងវាចំណងចិត្តផ្ទាល់ខ្លួនប៉ុន្តែចំពោះឧបេក្ខាវាអត់មានល្អវាអត់មានអីវាដូចជាកដាលចង់និយាយអញ្ចឹងណា ត្រូវ អាចទៅអញ្ចឹងមើលហ្នឹងអញ្ចឹងវាអត់មានតកតងនឹងបរិកបៈអីថាគាត់ បាទ មិន ខ្ញុំ យល់ យ៉ាងដែរអូនខ្ញុំសូមចូលរួមតិចបង វាអត់មាន តែអ ប ត់ រិ មក ក ជើ បៈ ញ ទេព្រោះ ចា សមណោះគុំមិនមែនទុំមណោះគុំមិនមែនវាជាកដាលជា បងប្អូនហើយ អឺ មានប្រសាសន៍ លើឧទាហរណ៍អានេះជីវិតបច្ចុប្បន្នហ្មងបងចាដូចឧទាហរណ៍ថាលក្ខណៈខ្ញុំធ្វើការមកកន្លែងអញ្ចឹងមេជេរខ្ញុំរាល់ថ្ងៃជេរឡើងជេរជេរឡើងដំបងអត្ថរអាណិតអារម្មណ៍ហើយជេរខ្ញុំខឹងប៉ុន្តែជេររាល់ថ្ងៃយូរទៅឡើងស៊ាំជាឧបេក្ខាបងហ្នឹងនិយាយអញ្ចឹងអាងងជេររាល់ថ្ងៃឡើងធម្មតាវាអញ្ចឹង ហើយខ្ញុំឆ្ងល់មួយគាត់ថាអាហ្នឹងមិនដែរបើវាទៅជាឧបេក្ខាអីចឹងខ្ញុំគិតថា អាហ្នឹង ប្រហែ ជា ល ម ជា ច្ឆតារម្មណ៍ហ្នឹងហើយមច្ឆតារម្មណ៍ហ្នឹង បា ជា ទ ង ក្រោម ហ្នឹង ក្តារ វា ក្ ជា តារ សភាវៈអនិច្ចារម្មណ៍តាអូននេះវាជាសភាវៈអនិច្ចារម្មណ៍ ហ្នឹងហើយសភាវៈ តែ រហូត បេ ដល់យើង ខាន ជាឧ ចិត្ត បេ ជា ក្ខា ការទេចង់និយាយចឹងតែបើសភាវៈវាជាសភាវៈអត្ថរម្មណ៍ទេអនិច្ចា យើង រ អ ម្ម ត់ ណ៍ ពេញចិត្តហ្នឹងអារម្មណ៍តែគេជេរហ្នឹងយើងអត់មាន ចា ពេញចិត្ត តែ ណា តែ តែដល់ពេលគេជេរយូរទៅយើងស៊ាំទៅវាធម្មតា ស៊ាំយើងស៊ាំតែអាហ្នឹងវាសភាវៈជាមិនមែនជាអនិច្ចាជាអត្ថរម្មណ៍ទេចឹង ហ្នឹ ណា ងហើយ ចា អញ្ចឹង ចឹង វា ជាដល់វាតកតងនឹងអបេក្ខចឹងគាត់ចំនួនគាត់ចង់ថាតើនៅក្នុងឧបេក្ខាហ្នឹងមានបរិកបៈអត់ចាំសួរលោកគ្រូញាតិអត់តា បា ទេ ទ តែ បាទ ខ្ញុំ បា គិត ទ ថាបើខ្ញុំគិតថាវាអត់តកតងនឹងបរិកបៈទេឧបេក្ខាហ្នឹងមិនពេញ បាទ មិន អត់ អាច គេជេរ ដឹង ទៅ ច្បា ជា ស់ ឧ ដែរ បេ បង ក្ខាវិញអូន អូន ខ្ញុំ ខ្ញុំ ចូលរួម ខ្ញុំថាដូចអូនដែរវាអត់មានតកតងមួយបរិកបៈទេព្រោះអរិញមកឆាត់អារម្មណ៍ហ្នឹងវាអត់មានតកតងទេខ្ញុំយល់ទេណាអូនតែដឹងមក ចា ចាំមិន តែ តា ការជាគាត់ទាន់ញែកដឹងថាអ្នកណាខុសអ្នកណាត្រូវ ហ្នឹងរឿងពិតឬឧទាហរណ៍ បាទ រឿងពិតអ្ហ៎ បាទ អញ្ចឹងចិត្តសោតាហ្នឹងអ្ហ៎ អូ មក ន អូន ជួយ ប៉ុន បកពាក្យនេះមួយ អូន មើលអរិញខណ្ឌនិទេសហ្នឹងបានន័យថាម៉េចទៅខណ្ឌនិទេសហ្នឹង លោកម្ចាស់ខាងនេះទេលោកម្ចាស់អរ តែ លោកម្ ចាំ ចា ជ ស់ ន់លោកគ្រូថ្ងៃហ្នឹងព្រៀងដល់ក ចាំសួរលោកគ្រូចេះបង តែបើស្ដាប់អូនហើយទៅអារម្ម ខ្ញុំណ៍ទាំង អាន ពីរ ក្នុងក្រោមបន្តិចទេណា ចង់និយាយថាអារម្មណ៍ទាំងពីរហ្នឹងសិតតែអារម្មណ៍ដែលយើងមិនត្រូវការហ្នឹងមិនណាស់ណាដែលចង់ឲ្យគេជេរទៅអត់ ហ្នឹងហើយមិនចង់ឲ្យគេជេរមកទៅជាឧបេក្ខាខ្ញុំឆ្ងល់ ប៉ុន្តែដល់ពេលគេជេរយូរវាចាត់ វាទៅ ទុ ជា កថា ធម្មតាធម្មតាវាធម្មតា ស៊ាំហើយ សម តែ ស វាស៊ា ម ំអញ្ចឹងស៊ាំ អកុ ដល់ សល ពេល វិបាក ដល់ពេលអញ្ចឹងគាត់គិតមកជ្រុងទៀតគាត់ថាអញ្ចឹងបើជេរយូរឡើងស៊ាំអញ្ចឹងតើនៅក្នុងអាឧបេក្ខាហ្នឹងវាមានអឺបរិកបៈអត់មានន័យថាអារម្មណ៍ត្រូវតាមអធ្យាស្រ័យអត់បើសិនជាគំនិតខ្ញុំថាអត់ត្រូវតាមអធ្យាស្រ័យទេអានេះខ្ញុំហ៊ាននិយាយខ្លួនឯងអញ្ចឹងខ្ញុំថាអត់ត្រូវទេព្រោះបើត្រូវលុះត្រាតែខ្ញុំសប្បាយឲ្យគេជេរអាហ្នឹងបានវាត្រូវអធ្យាស្រ័យរបស់ខ្ញុំហើយអ្នកដតីខ្ញុំគិតថាក៏មិនត្រូវការឲ្យគេជេរដែរអារម្មណ៍ម្នាក់អាហ្នឹងយើងនិយាយពីអារម្មណ៍របស់មនុស្សម្នាក់ ហ្នឹងប្រហែលជាចូលតោមនោះតិចតួចឯងមិនអត់ទេ បាទប្រកាសជាបដិខៈហើយតិចហើយនឹងច្រើនបាទឥឡូវសួរលោកម្ចាស់ថាលោកម្ចាស់បើសិនជាគេរិះគន់លោកម្ចាស់ឬក៏តេះដៀលលោកម្ចាស់មានបរិកបៈទេទៀត បាទព្រោះគេរិះគន់មើលចិត្តតាម លោកម្ចាស់ តែគាត់លែងប្រកាន់ណា ហេ គាត់លែង ក៏ ប្រកាន់ណាដល់យូរស៊ាំ នៅមានដែរទេក៏អត់នៅអស់មិន ទៅពេញបប
មស្មើ មានលោកមានលោកចាស់មានតអស់កិ នៅ លេស នៅមានកិលេស អាហ្នឹងខ្ញុំហ៊ានថាអញ្ចឹងហ៎ហើយឥឡូវចាំមិនម៉េចយើង នេះ ចាំ កម្ ទួ ពុជា ទួទៀត កម្ពុជាយើងសំខាន់យើងកើតយកនៅសល់មិនកើតណា កណា កើតយកនៅសល់ជាវិញទៅព្រោះមិនជាវិញយើងគិតថាអាហ្នឹងវាជាអកុសលវិបាករបស់យើងទៅហើយយើងថាចិត្តទោសកើតឡើងហើយព្រោះខឹងយើងក៏មើលតាមដានចិត្តទៅយើងទៅកុំតបតប៉ុន្តែបើមិនជាគេជេរទៅខុសរឿងយើងសួររកហេតុរកផលទៅហ្នឹងវាយើងសំខាន់យើងយកនៅសល់យើងគិតយ៉ាងម៉េច កណា បើយើងប្រ ចា កាន់អា ស់ ហ្នឹង ជួបលោកចា តាមហ្នឹងបើប៉ុន្តែឲ្យថាអាត្មាអត់ទេ កណា តែគាត់ថាយើងដូចថាដូចលោកម្ចាស់មានចរិតការអញ្ចឹងតើនៅពេលដែលគេជេរឬក៏យ៉ាងម៉េចអីចឹងយើងត្រូវសួរហេតុផលសិនអាហ្នឹងដែលថាហៅថាយោនិសោមនសិការៈអញ្ចឹងសួរហេតុផលតើជេរអាត្មាហ្នឹងនៅក្នុងន័យអីហើយអាត្មាធ្វើអីខុសឬក៏យ៉ាងម៉េចមើលឥឡូវសូមជួបជជែកចរចាគ្នាហើយបើកបង្ហាញមើលអាចថាខុសកន្លែងណាយើងកែតម្រូវគ្នាហ្នឹងដែលថាយើងធ្វើទុកក្នុងចិត្តដែលប្រើឧបាយមួយយើងមិនមែនទៅយើងកុំអាចទៅបន្ទោសនឹងគេព្រោះយើងត្រូវដោះស្រាយគ្នាសិន ព្រោះបើសិនជាយើងអត់ដឹងមូលហេតុអីនៅសុកគេជេរកណាក៏ឆេះទោសៈកើតពេញបឹប តោះចឹងយើងតទៀតអី កណាលោកគ្រូចូលមកតលោកគ្រូថែមតិចលោកគ្រូ ទោះលោកគ្រូ បាត់លឿន បាទទេសួនបាក់យាយ នេះគេចង់សួរមិញឯងលោកគ្រូសួរថាដំបងឡើយមេជេរអើយជេរដល់ពេលយូរទៅធ្វើការយូរទៅជេររហូតឡើងទៅជាឧបេក្ខាទៅធម្មតាជេរទៅលែងខ្វល់ណាតែបន្តមកទៀតសំណួរកើតឡើងថាតើនៅក្នុងអាការគេជេរដដែលហ្នឹងតើវាមានបរិកបៈនៅក្នុងនឹងអត់ហើយបើជបល់ខ្ញុំថាវាអត់មានទេមិនដែលមានអារម្មណ៍ណាជាទីប្រាថ្នាចង់ឲ្យគេជេរទេគេជេរឈឺតា ហើយលោកគ្រូបកស្រាយ ខ្ញុំសរុបសេចក្តីជូនលោកគ្រូវិញ ពាក់ ខ្ញុំ សួរ សរុ ទៅ បសេចក្តីជូនលោកគ្រូ ពាក់ បា លោក ទ គ្រូអូនគាត់សួរថាមកឈិតថាអត្ថអារម្មណ៍ហ្នឹងអារម្មណ៍ទី3ហ្នឹងគាត់សួរថានៅក្នុងមកឈិតថាអត្ថអារម្មណ៍ហ្នឹងមានបរិកបៈនៅក្នុងហ្នឹងអត់ ហ្នឹងហើយ ដូច ចង់ ជា លោកគ្រូ យើងសិក្សាមកមានតែបរិកបៈអិដ្ឋារម្មណ៍និងអនិដ្ឋារម្មណ៍វាអត់មានបរិកបៈឧបេក្ខារម្មណ៍ទេពីព្រោះវាអត់វាអាហ្នឹងវានៅវាល្មមវាអត់វាមិនសុខក៏វាមិនទុកដែរអញ្ចឹងណា ចាអូខេ ដែរអញ្ចឹងណា ចឹងអត់មានទេចឹង ហ្នឹងហើយ មាន មានទេអត់មានបរិកបៈឧបេក្ខាទេអញ្ចឹង ការ ណា ក្នុងចិត្តអូខេ ហ្នឹងបើឧបមាថាអារម្មណ៍ហ្នឹងមិន គ្រូ ជាទី ញ៉ៃ ប្រា បញ្យ ថ្ ល់ នា តិចមើល ដូចថាបើអារម្មណ៍ហ្នឹងមិនជាទីប្រាថ្នាវាត្រូវបរិកបៈមកជាទីប្រាថ្នាវិញទៅដូចអនិដ្ឋារម្មណ៍អញ្ចឹងណាដល់ពេលវាបរិកបៈបើថាវាបរិកបៈត្រង់មិនថាវាថាបរិកបៈនេះមែនណាដោយការត្រេះរិះរបស់ខ្លួនការត្រេះរិះត្រូវអធិស្ឋានរបស់ខ្លួនអញ្ចឹងណាអញ្ចឹងឧបមាថាដូចជាយើងលើកពីរសជាតិដូចប្រហុកដូចអីអញ្ចឹងណាវាស្អុយវាមិនល្អប៉ុន្តែវាទៅជាយើងចូលចិត្តអាហ្នឹងគេហៅបរិកបៈដល់ពេលអាល្អខ្លះដូចទឹកអប់ខ្លះអ្នកខ្លះចាញ់ក្លិនទឹកអប់ដែលយើងមានអាណាពូឡានទេ ខ្ញុំ គ្រូ លេខ ខ្ញុំក៏អូបខ្ញុំចាញ់ខ្ញុំពលក្លិនក៏អូបខ្ញុំមិនលាក់ស៊ីក៏អូបខ្ញុំមិនលាក់ ស៊ីហ្មង ចាគាត់ដែរប្រើទឹកអប់បាត់ អាទឹកអប់ឡានណាម្ចាស់គេនឹងគេដាក់គេក៏អូបគេឈ្ងុយគេចង់ងាប់ឯងចូលទៅរកតែក្អួត ពលចង់ងាប់តែបាញ់ទៅបានពល ដល់ទៅពេលខាវាមិនពិបាកពិបាកក៏មិនមែនសនុកក៏មិនមែនវាល្មមអញ្ចឹងណាហើយអញ្ចឹងវាមិនមានបរិកបៈឧបេក្ខាទេមើលទៅអញ្ចឹងណា ចុះបើលោកគ្រូដូចឧទាហរណ៍ថាសភាវៈហ្នឹងវាឧបេក្ខាហើយតែសម្រាប់ខ្ញុំគិតថាអូវាដូចឧទាហរណ៍ថាដូចខ្ញុំមើលមកវាថាវាមិនឧបេក្ខា អាហ្នឹងយើងគិតបើយើងគិតចេះពាក្យថាល្មមមានន័យថាវាអត់ខ្វះវាអត់លើសអញ្ចឹងវាអត់ត្រូវការអីទេអញ្ចឹងណា ខ្ញុំសុំលើកឧទាហរណ៍ចេះអញយ៉ាងគាត់ឆាប់យល់ឧទាហរណ៍ថាគាត់បានប្រាក់ខែ2លានវ៉ុនចឹងលោកគ្រូបាទតែដល់ពេលចិត្តរបស់គាត់ថាធម្មតាអញ្ចឹង2លានវ៉ុនលោកគ្រូតែសម្រាប់ខ្ញុំមើលឃើញរបស់គាត់ទៅអូគាត់បានច្រើនណាខ្ញុំចង់បានដូចគាត់ចឹងណាអាហ្នឹងក្នុងហ្នឹងយើងអាចចាត់ទុកជាកិរិកបៈអត់បើចង់សួរចឹងលោកគ្រូ
អត់ទេអាហ្នឹងលោភៈរបស់យើងមិនបរិកបៈគេនិយាយរឿងថាបើអាហ្នឹងមិនល្អវាត្រូវអធិស្ឋានយើងថាល្អដល់ពេលអាហ្នឹងវាល្អវាមិនត្រូវអធិស្ឋានយើងទៅវិញពីព្រោះអាហ្នឹងវាមានពីរយ៉ាងវាមានអាល្អនិងមិនល្អអញ្ចឹងណាវាអនិច្ចារម្មណ៍និងអិដ្ឋារម្មណ៍វាមានបរិកបៈអិដ្ឋារម្មណ៍បរិកបៈអនិច្ចារម្មណ៍អញ្ចឹងវាមានពីរហ្នឹងណាអញ្ចឹងបើយើងគិតទៅវាអត់មានបរិកបៈឧបេខាទេពីព្រោះពាក្យថាឧបេខាវាកណ្ដាលយើងប្រៀបធៀបដូចទឹកណាបើវាល្មមមានន័យថាវាមិនហៀចេញហើយក៏វាមិនវាប្រៀបវាល្មមវាអត់ត្រូវការអីទៀតអញ្ចឹងឲ្យវាកន្លះក៏វាមិនមែនឲ្យវាហៀក៏វាមិនមែនវាស្មើប្រៀបប៉ុណ្ណឹងល្មមវាអត់ត្រូវការអីអញ្ចឹងហើយដល់ពេលរឿងបរិកបៈគេនិយាយរឿងពីរគេនិយាយរឿងថារបស់ហ្នឹងវាមិនល្អទេប៉ុន្តែវាត្រូវអធិស្ឋានរបស់យើងប៉ុន្តែអូម៉ាថាបើយើងសោយអារម្មណ៍ជាពេលខាអាយើងត្រូវការក៏មិនមែនអាយើងមិនត្រូវការក៏មិនមែនយើងកដាលចឹងទៅរកបរិកបៈរឿងអីអញ្ចឹងទោះតែយើងត្រេកអរហ្នឹងអាហ្នឹងលោភៈទេចឹងមិញលើកលោភៈមិនត្រូវហ្មងញោមបាទអាហ្នឹងលោភៈតែពេលលោភៈកើតឡើងចង់បានច្រើនជាងហ្នឹងតែតាមការពិតលុយមានអាក្រក់ណាលុយបើយើងគិតពីសភាវៈវាមិនជាទីត្រេកអរមិនជាអិដ្ឋារម្មណ៍សម្រាប់យើងមានទៅពេលលុយជាអិដ្ឋារម្មណ៍របស់យើងវាយើងដែលបរិកបៈថាលុយមិនជាទីត្រេកអររបស់យើងវាមិនដែលលួចច្រឡំជាមួយនឹងលោកភ័ក្របរិកបៈលោកគ្រូដល់ពេលលោកគ្រូលើកឲ្យវិញហាច់ដាច់លោកគ្រូតែយើងប្អូនបុរាណគាត់លើកគាត់យល់ដែរមិនស្រួលយើងត្រូវចែកពាក្យឲ្យដាច់ចេះពាក្យមួយចំណងចំណូលចិត្តហ្នឹងហើយមួយទៀតគឺអារម្មណ៍វាខុសគ្នាហ្នឹងហើយមួយការសោយអារម្មណ៍បាទតែក្នុងអារម្មណ៍ហ្នឹងគេចែកជាពីរអញ្ចឹងណារឿងបរិកបៈហ្នឹងព្រោះអារម្មណ៍ហ្នឹងវាមានពីរយ៉ាងមែនវាមានអារម្មណ៍ដែលជាទីប្រាថ្នាអារម្មណ៍មិនជាទីប្រាថ្នាហើយគេនិយាយអំពីបរិកបៈមានន័យថាអធិស្ស្រ័យរបស់បុគ្គលហ្នឹងត្រូវក្នុងសភាពនៃអារម្មណ៍ហ្នឹងដោយប្រការបែបម៉េចបើអារម្មណ៍ហ្នឹងមិនល្អហើយបុគ្គលហ្នឹងពេញចិត្តអាហ្នឹងគេហៅថាបរិកបៈហើយយល់ទេត្រូវអធិស្ស្រ័យរបស់ខ្លួនហើយចាអរគុណលោកគ្រូចាអរគុណលោកគ្រូយើងច្រឡំពេលចិត្តយើងជាឧបេក្ខាមានន័យថាយើងមិនបានទៅកាន់យកអារម្មណ៍ហ្នឹងដោយជាទីត្រេកអរឬក៏មិនបានគិតរឿងអារម្មណ៍ហ្នឹងជាទុកអីទេមិនល្អអីទេអញ្ចឹងណាមានន័យថាពីព្រោះអីដែលចិត្តតាំងជាឧបេក្ខាបានមានន័យថាវាអត់មានអីដែលនាំឲ្យមានន័យធ្វើឲ្យចិត្តហ្នឹងមានសភាពត្រេកអរឬក៏ធ្វើឲ្យចិត្តហ្នឹងមានអារម្មណ៍មានសភាពជាទុកទេចង់និយាយចឹងណាអរគុណលោកគ្រូយល់ហើយលោកតែឥឡូវយើងបញ្ចប់វេទនាចេតសិកយើងបន្តិចណាហ្នឹងណាដល់ម៉ោងបាត់ទៅហើយលោកគ្រូដល់ម៉ោងបាត់ហើយយើងមានន័យថាឲ្យបានពងឆ្ងាញ់3ថ្ងៃយើងថាឲ្យបាន3ចេតសិកអីទៅដល់ពេលវាអត់ទៅរួចតែមិនអីទេលោកគ្រូយឺតបាទចប់ទៅអត់មានអីទេវេទនានេះយល់ទាំងអស់គ្នានៅវេទនាដែលអត់ថាសោយអារម្មណ៍នេះដឹងទាំងអស់គ្នានៅចាយល់ហ្នឹងហើយយើងរៀនសង្កេតក្នុងជីវិតខ្លួនយើងណាតែឥឡូវយើងមើលបញ្ចប់អានេះគេហៅគេលក្ខណៈរបស់វេទនាគឺសោយអារម្មណ៍យើងមើលបញ្ចប់ដ្ឋានគឺអាការៈប្រកបតួនាទីរបស់វាយើងរៀនហើយណាតួនាទីនឹងលក្ខណៈហ្នឹងគឺដូចគ្នាណាគាត់ថាតួនាទីគេបញ្ជាក់រឿងប្រភេទនៃរសនៃអារម្មណ៍គឺមានប្រមាណមាន3មែនទេមានអិដ្ឋារម្មណ៍អារម្មណ៍ជាទីត្រូវការអនិដ្ឋារម្មណ៍អារម្មណ៍មិនជាទីត្រូវការមច្ឆតារម្មណ៍អារម្មណ៍ជាកដាលហ្នឹងតើអារម្មណ៍ជាកដាលយើងមើលបញ្ចប់ដ្ឋានគឺអាការៈប្រកបក្នុងមានភាពត្រេកអរក្នុងចិត្តជាអាការៈប្រកបនៅត្រេកអរក្នុងចិត្តជាអាការៈប្រកបឡើងដល់បញ្ញាយោគិវិចរហ្នឹងហើយមានអាការៈសម្គាល់របស់វាណាលោកពោលថាចេតសិកាសាតៈអាស្រ័យការពោលក្នុងគម្ពីរអត្តសាលិនីទ្រង់សម្ដែងកុសលសោមនស្សកុសលសោមនស្សវេទនានឹងនៅមានការសម្ដែងផ្សេងទៀតក្នុងគម្ពីរវិសុទ្ធមគ្គខណ្ឌនិទេសពីកាយកៈសុខពីកាយកៈសុខនិងទុក្ខតោមនស្សមានន័យថានេះលោកយកមកតែមួយទេពាក់ព័ន្ធអាការៈប្រកបនេះណាដែលលោកថាមានភាពត្រេកអរជាអាការៈប្រកបហ្នឹងតែនៅក្នុងគម្ពីរដទៃក៏គេមានសម្ដែងផ្សេងទៀតដែរ
នៅក្នុងកម្ពីនេះដូចវិសុទ្ធមគ្គអីជាដើមហ្នឹងអញ្ចឹងណាហើយដែលមានសម្ដែងនៅត្រង់អីគេកាយកៈសុខនឹងទុកកតោបំណោះអីជាដើមសរុបមកវិញយើងមើលបន្តទៀតបន្ទាត់ឋានគឺហេតុចិត្តលោកគ្រូជំរាបសួរលោកគ្រូនៅកន្លែងខណ្ឌនិទេសហ្នឹងបានន័យថាម៉េចលោកគ្រូ ខណ្ឌនិទេសហ្នឹងគឺអានេះកពីអញ្ចឹងណាហើយនៅក្នុងកពីហ្នឹងវាមានចំណែកនៃកងធម៌ផ្សេងផ្សេងអញ្ចឹងគេមានខណ្ឌនិទេសវាមានសីលនិទេសវាមានបញ្ញានិទេសមួយផ្នែកអញ្ចឹងណាយល់អត់យល់លោកគ្រូយល់ហ្នឹងហើយវាខណ្ឌនិទេសហ្នឹងគេនិយាយពីខណ្ឌអីចឹងទៅអញ្ចឹងណាតោះយើងមើលបន្ទាត់ឋានគឺហេតុចិត្តបស្សទ្ធិបន្ទាត់ឋានណោបន្ទាត់ឋានណាមានបស្សទ្ធិទាំងពីរជាហេតុចិត្តបស្សទ្ធិក្នុងទីនេះគឺយើងរៀនតិចទៀតបានយល់អញ្ចឹងណាបស្សទ្ធិហ្នឹងគឺមានសេចក្តីស្ងប់អញ្ចឹងណាស្ងប់កាយស្ងប់ចិត្តហ្នឹងជាហេតុចិត្តបស្សទ្ធិពីរយ៉ាងនោះគឺនាមកាយនេះពីរយ៉ាងនោះគឺនាមកាយប្រជុំនាមធម៌គឺចេតសិកអញ្ចឹងកាយកាយបស្សទ្ធិគឺស្ងប់កាយក្នុងនេះកាយនេះមិនមែនរូបរាងកាយទេគឺកាយក្នុងនេះសំដៅយកប្រជុំនៃចេតសិកពាក្យថាកាយគឺមានន័យច្រើនពាក្យថាកាយគឺគេថាប្រជុំទីប្រជុំនៃរូបធម៌ហៅថាកាយមិនមែនហៅថាដៃជើងទេអញ្ចឹងណាអានេះយើងនិយាយភាសាយើងទេតែភាសាធម៌ពាក្យថាកាយមានន័យច្រើនហ្នឹងប្រជុំនៃរូបធម៌ឈ្មោះថាកាយដល់ពេលប្រជុំនៃពួកចេតសិកឈ្មោះថានាមកាយកាយក្នុងទីនេះគឺសំដៅយកនាមកាយមិនមែនរូបកាយទេរូបកាយប្រជុំនៃរូបធម៌ឃើញលោកបញ្ជាក់ហ្នឹងហើយអញ្ចឹងលោកយកពាក្យថាប្រជុំនេះគឺសំដៅពាក្យថារូបមានន័យថាប្រជុំដល់ពេលក្នុងទីនេះពាក្យថាកាយបស្សទ្ធិគឺស្ងប់កាយហ្នឹងជាបច្ច័យឲ្យកើតវេទនាហ្នឹងគឺសំដៅយកនាមកាយអញ្ចឹងនាមកាយក្នុងទីនេះពាក្យថាគឺសំដៅយកប្រជុំនៃចេតសិកហ្នឹងឯងមិនមែនរូបកាយទេបានលោកដាក់បន្ថែមទៀតថាលោកគ្រូគេរូបកាយនាមកាយហ្នឹងមានថារូបកាយហ្នឹងគឺប្រជុំនៃរូបធម៌និងនាមកាយហ្នឹងចិត្តចេតសិកហ្នឹងលោកគ្រូអីហ្នឹងហើយប៉ុន្តែគ្រាន់តែថានាមកាយក្នុងទីនេះគឺមិនមែនយករូបធម៌ទេអញ្ចឹងណាទៀតលោកចង់បញ្ជាក់ថាបស្សទ្ធិទាំងពីរមានន័យថាកាយបស្សទ្ធិចិត្តបស្សទ្ធិលោកខំប្រឹងបញ្យល់យើងខ្លាចយើងក្រឡូយល់ថាពីព្រោះបស្សទ្ធិវាមានពីរវាមានកាយបស្សទ្ធិមួយចិត្តបស្សទ្ធិមួយតែកាយបស្សទ្ធិក្នុងទីនេះមិនមែនរូបកាយដែលជារូបធម៌ទេអញ្ចឹងណាកាយបស្សទ្ធិក្នុងទីនេះគឺសំដៅប្រជុំនៃចេតសិកពីព្រោះពាក្យថាកាយក្នុងទីនេះគឺសំដៅយកពាក្យថាប្រជុំអញ្ចឹងហើយបានលោកភ្ជាប់មកជាមួយនឹងពាក្យថារូបកាយគឺប្រជុំនៃរូបធម៌តាមការពិតគាត់កំពុងតែបញ្យល់ពាក្យថាកាយគឺសំដៅដល់ទីប្រជុំនៃធម៌ផ្សេងបើថាប្រជុំនៃនាមធម៌ឈ្មោះថាកាយក៏បានដែរអញ្ចឹងណាពាក្យថាកាយគឺមានន័យថាប្រជុំហើយក្នុងទីនេះដោយសារធ្លាប់សិក្សាមកហើយលោកក៏បានបញ្យល់ដែរថាពាក្យថាកាយបស្សទ្ធិចិត្តបស្សទ្ធិក្នុងទីនេះកុំយល់ថាកាយគឺរូបកាយរូបធម៌នេះមិនមែនទេគឺកាយបស្សទ្ធិក្នុងទីនេះគឺសំដៅយកប្រជុំនៃចេតសិកចាំបានទេលោកចាគ្រូចិត្តនឹងចេតសិកលោកគ្រូត្រូវហើយនាមកាយគឺសំដៅយកវិញ្ញាណខណ្ឌគឺចិត្តដល់តែពេលរូបកាយក្នុងទីនេះកាយបស្សទ្ធិគឺសំដៅយកកាយគឺប្រជុំនៃចេតសិកលោកគ្រូដឹកនោះនេះមកសុំអានតិចគេមានបស្សទ្ធិពីរជាហេតុចិត្តបានថាបស្សទ្ធិពីរយ៉ាងគឺនាមកាយហ្នឹងប្រជុំនៃនាមធម៌គឺចិត្តចេតសិករូបកាយហ្នឹងប្រជុំនៃរូបធម៌ហ្នឹងបានថារូបធម៌រូប28ហ្នឹងហ្នឹងគេបញ្ជាក់រូបពាក្យថាចិត្តនិងចេតសិកនេះអាហ្នឹងគឺគ្រូនាមកាយគេបញ្ជាក់នៅហ្នឹងទៅណាគ្រូគេបញ្ជាក់ឲ្យប៉ុន្តែក្នុងទីនេះពាក្យថាក្នុងទីនេះកាយបស្សទ្ធិចិត្តបស្សទ្ធិអត់បានដល់រូបធម៌ទេទៀតអញ្ចឹងណាអត់បានដល់រូបធម៌ទេធ្វើបើតលោករៀបរាប់ជុំគ្នាមកយើងអាចគិតថាចិត្តនិងចេតសិកនេះជានាមកាយតែមួយវាត្រូវហើយចិត្តនិងចេតសិកវាជានាមធម៌អញ្ចឹងប៉ុន្តែក្នុងពាក្យថាចិត្តចេតសិកនេះចែកទៅបានខណ្ឌ4មែនទេទៀតមែនអត់ណាបានខណ្ឌ4អញ្ចឹងបើក្នុងខណ្ឌ4នេះចែកជាបស្សទ្ធិចិត្តបស្សទ្ធិបានដល់ចិត្តដល់ទៅពេលកាយបស្សទ្ធិបានដល់ចេតសិកទាំងអស់អញ្ចឹងបានចិត្តនិងចេតសិកនេះលោករាប់ថាជានាមកាយពីព្រោះអីនៅក្នុងបស្សទ្ធិនេះវាមាន2យ៉ាងវាមានចិត្តបស្សទ្ធិកាយបស្សទ្ធិ
chẳng á đó là pe lục ruột chỉ ruột máu lục không phăng bạch chẹt cầm ao dương khai cái lô dương chả lom bịa tha cai và pa thích sầm đau vô rúp cai rúp một phây bảy mình trâu ấy vì pro bịa thật cai không tí sầm đau vô ti bị trốn hay cai và pa thích miền đây thật ngọc không tí ní ăn sầm đau vô rúp bật thoa vì ăn chơi ngọc vì ăn chơi ăn ngọc tê bố tham mình chơi nước vì ăn đằng à ram vô lấy tiếng hay khăn là lúc cho bịa thà rúp cái cứ sầm đau đâu bị chung rúp bật thoa lúc khăn là trong thà bịa thà cai không tí cứ sầm đau vô bịa thà bị chung vì pro cái nó miền đây chứ nào chẳng á cái không tin nít lô tờ xe ăn khó ấy than niêm một cái ban đó phải chôm đấy niêm mà thỏa đấy phải chôm đấy niêm mà thỏa lúc đặt cứ chặt đằng trên được sặc cái không biết thạch chặt đằng trên được sặc đấy bởi trai không pa sạch thị đằng pí chặt cứ chỉ chặt tập pa sạch thị trên được sặc đấy cứ mua thá cài và pa sạch thị mình rồi ăn đến vì pro pa sạch thị đằng pí ní mình bạn đau rụp cài thế các bạn đến bạn tôi bầm non cái này vậy bạn đây khả năng cái gì về tình nghĩa là cru cái về tình nghĩa xong bây giờ nó không cứ cái giống như cái sọc về tình nghĩa đó là cái sọc cái là cru nó cái bị chết này hàng khom thế là cru chế đây xa về tình nghĩa non tí ní lúc rap tham ấy về đây tha tệ tông năng phải chọc tháng lúc rap tham miến hay không tin lúc mơ khang lơ tiệt lúc prat tha akaraประกอบគឺមានអីគេនេះមានសេចក្តីត្រេកអរក្នុងចិត្តអញ្ចឹងវាពាក់ព័ន្ធរឿងអីវាពាក់ព័ន្ធរឿងកាយឬក៏វាពាក់ព័ន្ធរឿងចិត្តគឺវាពាក់ព័ន្ធរឿងចិត្តអញ្ចឹងបានគេសំដៅយកពួកនាមខណ្ឌ4ដែលវាអាចជាបច្ច័យដល់គ្នាអញ្ចឹងណាដែលវាជាបច្ច័យគៀកយល់ទេទៀតមានតែនាមខណ្ឌ4ដែលវាកើតជាមួយគ្នាទេដែលវាហៅថាបច្ច័យគៀកហៅថាបន្ទាត់ឋានលោកចង់សំដៅអញ្ចឹងបានលោកក្នុងទីនេះលោកយកអាសភាពស្ងប់នៃពួកចេតសិកនិងស្ងប់ចិត្តនឹងឯងជាបច្ច័យឲ្យកើតតោមនោះនេះពេលព្រោះអីលោកប្រាប់ថាអាការៈប្រកបក្នុងទីនេះគឺសំដៅយកអីគេសភាពត្រេកអរក្នុងចិត្តអញ្ចឹងសួរថាបណ្ដាកាយដែលជារូបធម៌ហើយនឹងចិត្តនិងចេតសិកមួយណាជាបច្ច័យគៀកជាងគេហើយបើយើងនិយាយអំពីចំណុច2ទី1សម្បយុទ្ធធម៌និងសហជាតិធម៌មួយណាដែលហៅថាដែលវាចូលសាច់គ្នាតែមួយណាហើយដល់បើយើងនិយាយអំពីបច្ច័យតើមួយណាគៀកជាងយល់ហើយថាកាយវានឹងជាបច្ច័យដល់ដែរវាជាបច្ច័យដែរប៉ុន្តែបើសួររកថាជាបច្ច័យគៀកដល់សោមនស្សដល់សេចក្តីត្រេកអរគឺបានដល់អីគេបានដល់ពួកនាមខណ្ឌដែលជាសម្បយុទ្ធធម៌ជាមួយគ្នាចាំបានទេមិនបដិសេធថាកាយនឹងមិនជាបច្ច័យទេមិនជាបច្ច័យទេតែបានគ្រូតន់កណាមិនមែនថាមិនកាយនឹងវាមិនមែនថាវាមិនជាបច្ច័យទេប៉ុន្តែវាផ្ដើមពីចិត្តដែរហើយក្នុងទីនេះដោយសារក្នុងទីនេះលោកលើកអំពីលោកប្រាប់ថាកន្លែងនេះមើលណាដោយសារលោកនិយាយអំពីវេទនាដែលប្រព្រឹត្តទៅក្នុងកុសលចិត្តកុសលមហេអញ្ចឹងហើយបានតាមកាពិតទៅហេតុចិត្តនៃវេទនានេះវាអាចមានផាសៈជាហេតុចិត្តក៏បានដែរប៉ុន្តែដោយសារលោកនិយាយអំពីវេទនាដែលប្រព្រឹត្តក្នុងកុសលចិត្តអញ្ចឹងលោកប្រាប់ថាមានអីគេមានបាសទ្ធិហ្នឹងជាហេតុចិត្តនេះមើលបច្ចុប្បន្នឋានមានអាការៈបច្ចុប្បន្នឋាននេះគឺអាការៈប្រកបមានសេចក្តីត្រេកអរជាអាការៈប្រកបដល់បញ្ញាយោគិវចរលោកពោលថានេះព្រោះអាស្រ័យការពោលក្នុងកពីអីចឹងទៅដែលមានសម្ដែងអីចឹងទៅហើយដល់ពេលបន្ទាត់ឋានយើងឃើញអានេះអាការៈប្រកបរបស់វាគឺមានអាការៈដោយសេចក្តីត្រេកអរអញ្ចឹងបានលោកពោលនៅក្នុងបន្ទាត់ឋាននេះមានបាសទ្ធិទាំងពីរជាហេតុចិត្តហើយបាសទ្ធិទាំងពីរនេះគឺសំដៅយកវិញ្ញាណខណ្ឌមួយហើយនឹងនាមខណ្ឌ3ទៀតវិញ្ញាណខណ្ឌជាចិត្តបាសទ្ធិនាមខណ្ឌ3ជាកាយបាសទ្ធិចឹងហ្នឹងហើយអញ្ចឹងបានក្នុងទីនេះគេដាក់នាមកាយគឺប្រជុំនាមធម៌ព្រោះពាក្យថាកាយយើងអាចហៅនាមកាយរូបកាយបានដល់តែពេលរូបកាយគេប្រាប់ថាប្រជុំនៃរូបធម៌អញ្ចឹងគេចង់ប្រាប់យើងថាពាក្យថាកាយគឺមានន័យថាប្រជុំក្នុងទីនេះអត់មានន័យអីផ្សេងទេអញ្ចឹងសំបីតាប្រជុំនៃនាមធម៌ក៏ឈ្មោះថានាមកាយបានដែរយល់អត់
ប៉ុន្តែក្នុងនេះយើងឃើញថាមានសរសេរចិត្តនិងចេតសិកអញ្ចឹងលោកយើងត្រូវយល់បំណងលោកថាបើនិយាយពីបស្សទ្ធិក្នុងប្រជុំនៃនាមធម៌នេះចែកជាខណ្ឌវាមាន4មែនទេវាមានវិញ្ញាណខណ្ឌវេទនាសញ្ញាសង្ខារអញ្ចឹងអាវេទនាសញ្ញាសង្ខារនេះចែកជាកាយបស្សទ្ធិដល់ទៅពេលវិញ្ញាណខណ្ឌមួយជាចិត្តបស្សទ្ធិអញ្ចឹងបានកណាប្រាប់ថានៅក្នុងនេះមិនបានដល់ពាក្យថាកាយបស្សទ្ធិទាំងពីរនេះពាក្យថាកាយរបស់កាយបស្សទ្ធិមិនបានដល់រូបធម៌ទេហើយយើងត្រូវក៏បីចាំថាកាយនេះមិនចេះសុខមិនចេះទុក្ខមិនចេះស្ងប់ទេអញ្ចឹងណាព្រោះពាក្យថាកាយបស្សទ្ធិគឺស្ងប់កាយអញ្ចឹងបើយើងយករូបកាយដែលជារូប28ជារូបធម៌នេះថាជាកាយបស្សទ្ធិអត់ត្រូវទេពីព្រោះរូបកាយនេះអត់ចេះស្ងប់អត់ចេះមិនស្ងប់ទេពីព្រោះវាអត់ដឹងអារម្មណ៍យល់អត់ចាប់បាននេះទៀតអ្នកផ្សេងអត់យល់ទេអត់យល់សិនចោះណាអត់យល់សិនចោះណាតនគ្រូតនអរគុណគ្រូចា៎គ្រូសុំសួរបញ្ជាក់ទៀតគ្រូអញ្ចឹងកន្លែងហ្នឹងលោកនិយាយពីថាកាយបស្សទ្ធិមានន័យថាសំដៅទៅលើចេតសិកលោកគ្រូមែនអត់ហ្នឹងហើយកាយបស្សទ្ធិពាក្យថាកាយក្នុងទីនេះគឺសំដៅយកចេតសិកប្រជុំនៃចេតសិកបានគ្រូយល់គ្រូហ្នឹងហើយដល់ពេលចិត្តបស្សទ្ធិយើងយកចិត្តយកមកហ្នឹងហើយយកចិត្តមកគឺតួចិត្តតួវិញ្ញាណខណ្ឌហ្នឹងហើយចិត្តស្ងប់ហ្នឹងហើយស្ងប់ចិត្តថាបើសិនជាចិត្តស្ងប់កាយក៏វាស្ងប់ដែរលោកគ្រូមើលទៅកាយស្ងប់ក្នុងទីនេះក៏យើងកុំកាន់យកខុសពាក្យដូចយើងឮសូរថាកាយបស្សទ្ធិស្ងប់កាយមិនមែនស្ងប់រូបរាងកាយទេណាគឺស្ងប់ពួកចេតសិកស្ងប់កាយចេតសិកលោកគ្រូយល់ហ្នឹងពីព្រោះអីកាយបស្សទ្ធិក្នុងនេះគឺគេសំដៅយកពួកចេតសិកដូចឧមាថាឥឡូវចិត្តកើតឡើងមួយដួងវាមានចេតសិកក្នុងហ្នឹង20ឧបមាអញ្ចឹងណាអញ្ចឹងចិត្តបស្សទ្ធិគឺវាស្ងប់អាតួចិត្តនេះអាធំវងមូលនេះស្ងប់តួចិត្តនេះដល់តែពេលកាយបស្សទ្ធិសំដៅយកពួកប្រជុំចេតសិកក្នុងចិត្តហ្នឹងអញ្ចឹងវាស្ងប់ចេតសិកនេះយល់អត់ហើយវាធ្វើការទៅស្រួលអញ្ចឹងពាក្យថាកាយក្នុងនេះពាក្យថាស្ងប់កាយមិនមែនស្ងប់រូបរាងកាយរូបធម៌នេះទេឆ្អឹងសាច់នេះវាអត់ចេះស្ងប់វាអត់ចេះល្វើល្វាយទេយល់អត់ចិត្តនឹងចេតសិកទេដែលវាល្វើល្វាយដែលវាត្រូវយ៉ាងនេះយ៉ាងនោះនោះអញ្ចឹងពាក្យថាកាយនេះកុំលឺថាស្ងប់កាយលេងស្ងប់រូបរាងកាយអាហ្នឹងខុសកាន់យកអញ្ចឹងគឺស្ងប់ពពួកចេតសិកស្ងប់ចេតសិកណាពីព្រោះកាយក្នុងកលែងដែលយកចេតសិកយល់អត់បាទលោកគ្រូបាទហ្នឹងអញ្ចឹងយើងក៏បីយល់បន្តតង់ទៀតធម្មតារូបរាងកាយនេះចិត្តកើតឡើងញ៉ាំងរូបឲ្យកើតឡើងហ៎នៅពេលដែលចិត្តយើងស្ងប់សភាពនៃរូបរាងកាយយើងស្រួលដែរទេស្ងប់ដែរទេស្រួលលោកគ្រូស្រួលហ្នឹងហើយទោះថាចុះនៅពេលដែលចិត្តយើងអត់ស្ងប់ពេលយើងខឹងគេមុខយើងក្រហមហ៎ក្រហមលោកគ្រូនៅពេលដែលយើងកើតទុកច្រើនសម្បុរយើងអាប់មុខយើងស្អុយហ៎ហ្នឹងហើយអញ្ចឹងណាពេលខ្លះយើងអត់យល់កន្លែងហ្នឹងយើងឮសូរស្ងប់កាយយើងទៅស្ងប់អារូបរាងកាយសាច់នេះវាមិនចេះស្ងប់មិនចេះមិនស្ងប់អីវាយល់ទេឆ្អឹងហ្នឹងវាអត់ចេះស្ងប់វាមិនចេះស្ងប់ទេពីព្រោះវាអត់ដឹងអារម្មណ៍អាធម្មជាតិដែលអាចរវើរវាយឬក៏ស្ងប់ទៅបានពីព្រោះវាមានការដឹងអារម្មណ៍អញ្ចឹងធေါ်អីគេដែលដឹងអារម្មណ៍គឺចិត្តនិងចេតសិកយល់អត់ហ្នឹងហើយអញ្ចឹងយើងអត់អាចកាន់យករូបមកជាអារម្មណ៍មកជារឿងស្ងប់ស្ងប់បានទេព្រោះរូបនោះវាអត់ដឹងអារម្មណ៍អញ្ចឹងក៏វាអត់មានភាពស្ងប់ភាពមិនស្ងប់ក្នុងរូបដែរចាប់បានអត់បានលោកគ្រូចាប់បានយល់ទេអញ្ចឹងណាកន្លែងហ្នឹងខ្ញុំធ្លាប់យល់ដោយសារកាលនោះដូចជាមានអ្នកសួរលោកគ្រូសាស្ត្រវិទ្យាហើយគាត់ពយល់ឡើងហ្នឹងគាត់ថាមិនមែនស្ងប់អារូបកាយនឹងយើងទេដូចលោកគ្រូពយល់មិនអញ្ចឹងតើបាទនៅក្នុងនេះវាច្បាស់លាស់ហើយអញ្ចឹងណាយល់ទេអញ្ចឹងយល់លោកគ្រូយល់ច្បាស់បងភ័ក្រចាប់បានទេបានតើលោកគ្រូបានចាំបងផ្សេងទៀតចាប់បានទេបានលោកគ្រូបានជាអ្នកថ្មីគាត់មិនទាន់យល់លោកគ្រូដោយសារគាត់តបានរៀនចិត្តបស្សទ្ធិកាយបស្សទ្ធិចឹងលោកគ្រូខ្ញុំព្យាយាមញែកឲ្យដាច់ណាកុំឲ្យច្រឡំណាយើងរៀនធម៌ពាក្យច្រើនយើងច្រឡំអញ្ចឹងណាតោះអញ្ចឹងយើងមើលមកទៀតមើលបទដ្ឋានគឺមានទាំងពីរហ្នឹងជាចិត្តឲ្យលោកប្រាប់ថាម៉េចជុំនៃរូបធម៌មានន័យថាបស្សទ្ធិទាំងពីរដូចយើងរៀននិយាយមិញហ្នឹងជាហេតុចិត្តដែលធ្វើឲ្យកើតវេទនាព្រោះថាសុខវេទនាកើតឡើងក៏ព្រោះមានការកើតឡើងនៅសេចក្តីសុខញយហ្នឹងហើយក្នុងបុគ្គលដែលមាននាមកាយរូបកាយដែលត្រជាក់ពីភ្លើងកិលេសហើយសួរថារូបរាងកាយហ្នឹងចេះក្តៅហ៎កិលេសធ្វើឲ្យរូបរាងកាយក្តៅហ៎អត់ទេលោកគ្រូអត់ទេកិលេសធ្វើឲ្យចិត្តក្តៅមែនអត់កិលេសធ្វើឲ្យចិត្តក្តៅលោកគ្រូ
កន្លែង ឃើ ធ្វើ ញ ឲ្យ ចឹង ភ្លើង ក្នុងទីនេះ តែ គេសំដៅយកអីសំដៅយកចិត្តនិងចេតសិកនឹងឯងចឹងណាហ្នឹងហើយរូបកាយនាមកាយនេះណាដល់តែពេលអាចចិត្តនិងចេតសិកវាស្ងប់វាត្រជាក់ស្រួលទៅក៏វាជាបច្ច័យដល់ចិត្តដែរមែនទេអញ្ចឹងហើយបានអ្នកអត់យល់ទៅធ្វើសមាធិដល់ពេលដែលចិត្តនឹងវាស្ងប់វានឹងល្អកើតកុសលជាប់គ្នាយូរទៅសមាធិកើតឡើងទៅវាទៅជារូបរាងកាយនឹងវាល្អិតដែរណាវាល្អិតមានន័យថាវាស្រួលវាខ្យល់វាដើរស្រួលវាទៅជាសមាធិជារោគអីចឹងទៅវាអត់យល់ណាតាមការពិតអានិសង្សនៃសមាធិនឹងឯងអញ្ចឹងណាយើងថ្ងៃចិត្តយើងនឹងវាកើតបាបកើតអកុសលទើសទាស់ច្រើនពេកបានរូបរាងកាយយើងក៏វាស្អាប់ទៅតាមនឹងដែរយើងបើមិនជឿយើងមើលតែពេលដែលយើងពិបាកចិត្តណាពិបាកចិត្តកើតទុកច្រើននោះគឺថាមើលសម្បុរយើងស្អាប់ហ្មងមែនទេសាច់យើងអត់ស្រស់ស្រាយទេមែនអត់ពិបាកចិត្តច្រើនណាបាទត្រូវលោកគ្រូមុខវិញដូចវាចងបាញ់ឡើងកញ្ចប់ហើយសារចិត្តវាពិបាកជ្រួញអស់ហើយអញ្ចឹងហ្នឹងហើយអញ្ចឹងយើងតទៀតថាដែលត្រជាក់ពីភ្លើងកិលេសសំដូចបាថាថាប៉ះសិទ្ធិកាយោសុខੰវេតេតិប្រែថាបុគ្គលអ្នកមានកាយអ្នកមាននាមកាយនិងរូបកាយស្ងប់រមែងសោយសុខងប់ទៀតហ្នឹងឥឡូវយើងបានតែពីរហ្នឹងឯងអញ្ចឹងណាព្រោះស្អែកយើងសញ្ញាតែក្រោយលោកគ្រូហ្នឹងហើយយើងថាអញ្ចឹងសញ្ញាយើងអាទិត្យក្រោយណាអញ្ចឹងថ្ងៃហ្នឹងយើងមួយសប្តាហ៍ហ្នឹងយើងបានចេះនៅក្នុងនិយមន័យរបស់ចេតសិកហើយយើងបានរៀននៅក្នុងภาษะនិងវេទនាចេតសិកណាសរុបមកវិញយល់បានខ្លះទេយល់លោកគ្រូយល់ណាអរគុណទេហើយមានអីចាក់សួរសូមគោរពអញ្ជើញគណៈខ្ញុំបាទឲ្យសួរតែសួរក្នុងមេរៀនមានអីឆ្ងល់ខ្ញុំឆ្លើយថាយល់អត់បើកមេញូទៅលោកគ្រូលោកគ្រូកន្លែងប៉ាសកន្លែងកិលេសកន្លែងនេះកន្លែងបុគ្គលអ្នកមាននាមកាយនិងរូបកាយស្ងប់រមែងសោយនិងសុខអានេះដូចលោកគ្រូបញ្យល់ខាងលើថានៅពេលដែលកន្លែងបស្សទ្ធិមានន័យថាចេតសិករបស់យើងនោះវាស្ងប់ចិត្តស្ងប់កាយហ្នឹងអានោះវាជាបច្ច័យឲ្យអារូបរាងកាយយើងនោះក៏វាស្ងប់ត្រជាក់ទៅតាមនឹងដែរត្រូវលោកគ្រូហ្នឹងហើយពេលដែលចិត្តនិងចេតសិកវាប្រព្រឹត្តទៅស្រួលទៅក៏វាជាបច្ច័យដល់រូបធម៌នឹងដែរពីព្រោះនៅពេលដែលយើងពិបាកចិត្តពេលដែលយើងអីទៅក៏រូបរាងកាយនឹងក៏វាមិនស្រស់ថ្លាដែរអញ្ចឹងណាលោកគ្រូស្ងប់មិនន័យថាស្ងប់ភ្លើងកិលេសណាលោកគ្រូហ្នឹងហើយស្ងប់ក្នុងនឹងស្ងប់ភ្លើងកិលេសមិនមែនស្ងប់ពីក្តៅស្អុះទេយល់អត់ហើយកិលេសវានៅណាខ្ញុំយល់លោកគ្រូក្នុងឆ្អឹងវានៅក្នុងស្បែកឬវានៅក្នុងចិត្តលោកគ្រូមើលឃើញថាអ្នកដែលគាត់មានទុក្ខលំបាកច្រើនណាលោកគ្រូពេលខ្លះដែលគាត់នៅមិនសំណុកអីចឹងហើយគាត់រហូតដល់មានន័យថាពេលខ្លះគាត់មុខគាត់ឡើងស្លេកស្លាំងភ្នែកខ្មៅហើយស្បែកអីអត់មានដែរបាក់ចិត្តពេកហ្នឹងហើយសក់អានស្កើអីចឹងយើងមើលឃើញកន្លែងហ្នឹងដោយសារអីដោយសារនៅក្នុងចិត្តសិទ្ធិរបស់គាត់ហ្នឹងវាអត់ស្ងប់ទេវាស្ងប់ទេវាចំពោះចំបល់បាទហើយអញ្ចឹងអាហ្នឹងវាជាបច្ច័យឲ្យដល់រូបកាយរបស់យើងហ្នឹងវាកាន់ចាស់ត្រុតត្រោមអាហ្នឹងហ្នឹងហើយបាទកើតទុកច្រើនមិនសូវញ៉ាំមិនសូវអីទៀតចប់ប្រាយលោកគ្រូបាទតតឋានកន្លែងហ្នឹងមិនក៏មានតែការស្ងប់អញ្ចឹងលោកគ្រូព្រោះវេទនាវាមានសោយសុខផងទុក្ខផងអញ្ចឹងមិនគេលើកយកលោកបញ្ជាក់អីតើលោកនិយាយពីរឿងវេទនាដែលប្រព្រឹត្តក្នុងកុសលតែបើវេទនាប្រព្រឹត្តក្នុងផ្សេងវាមានហេតុចិត្តរបស់វាផ្សេងទៀតលោកឲ្យទៅមើលនៅក្នុងវិសុទ្ធមគ្គខណ្ឌនិទេសមានសម្ដែងច្រើនទៀតអញ្ចឹងមិនណាមើលម្លងមិញក៏បានមើលវេទនាខុសហើយបាយយល់ខុសអានេះនៅក្នុងមហាកុសលលោកគ្រូខ្ញុំដឹងថាប៉ុន្តែចង់និយាយថាបើបន្ទាត់ឋានចុះបើសិនជាយើងអាចដាក់ថាមានសុខនឹងទុក្ខទៅក៏វាសរុបហ្មងអានេះគាត់ដឹងថាលោកយកទៅពីកុសលអត់កើតទេព្រោះក្នុងកុសលអត់អាចមានទុក្ខជាហេតុចិត្តទេតែបានថាដឹងថាវានិយាយក្នុងកុសលប៉ុន្តែបើយើងនិយាយរួមរបស់វេទនាអញ្ចឹងយើងអត់និយាយពីក្នុងកុសលចង់និយាយអញ្ចឹងអត់និយាយថាឋានរបស់វេទនាហ្មងអានេះលោកនិយាយតទៅនឹងកុសលយើងចង់និយាយថាតតឋានរួមរបស់វេទនាហ្មងវាមានទាំងសុខមានទាំងទុក្ខត្រូវទេលោកគ្រូបាទ
ចាអាហ្នឹងខ្ញុំចង់សួរបញ្ជាក់អញ្ចឹងព្រោះមិញលោកនិយាយឯងនៅលោកដាក់ឲ្យថានៅក្នុងកសលអញ្ចឹងប៉ុន្តែបើយើងនិយាយរួមព្រោះវេទនាវាសោយមានអារម្មណ៍ទាំងឧបេក្ខា ឥ ផង ឡូវ មានផង ដោយសារបើឯងលើកចឹងខ្ញុំឲ្យហេតុចិត្តមួយត្រូវទាំងអស់អត់មានខុសអីមួយទេមានផាសៈជាហេតុចិត្តហ្នឹងហើយចង់និយាយក្នុងកុសលក្នុងអកុសលក្នុងទុក្ខក្នុងកាយកៈសុខក្នុងទុក្ខ ចា អីយ៉យគឺមានផាសៈជាហេតុចិត្តក៏បានដែរ ហ្នឹងហើយដូចធម្មតា ទាញផាសៈហ្នឹងឆាប់យល់លោកគ្រូ ហ្នឹង ទាញ ហើ ផា យ សៈជាហេតុចិត្តមកហ្នឹងហើយព្រោះអកុសលក៏មាន ដោយសារក្នុង មហា ស កុ ភៅ សល នេះ ក៏ លោក មាន យកលក្ខខណ្ឌត្រង់ថាលោកនិយាយអំពីវេទនាដែលប្រព្រឹត្តក្នុងកុសលព្រោះលោកបញ្ជាក់ខាងលើដែរអញ្ចឹងណាបានវាត្រូវមានបាសតិហ្នឹង ដឹងប៉ុន្តែសម្រាប់ឧបមាថាអ្នកខ្លះក៏អត់ដឹងគាត់ចាប់យកថាវេទនាហ្នឹង មាន គឺ តែ ត ប៉ុណ្្នឹងណា ហ្នឹងហើយមានប៉ុណ្ណឹងចង់ មាន ចឹង តែប៉ុណ្្ ណា នឹងឯងត្រូវ ចា ត្រូវហើយបងត្រូវហើយ ចាអរគុណ ត្រូវហើយបងត្រូវអត់ខុសព្រោះអីលោកបញ្ជាក់ដែរថាអើយក្នុងហេតុចិត្តហ្នឹងចាំមើលយើងមើលនេះក្នុងហេតុចិត្តហ្នឹងក្នុងហេតុចិត្តហ្នឹងកន្លែងនេះ ចេញម៉ោង 9 អូខេ ក្នុងហេតុចិត្តហ្នឹងលោកប្រាប់ថានេះចាំមើលមានភាពត្រេកអរក្នុងចិត្តហ្នឹងភាពត្រេកអរមិនមែនត្រេកអរលោតកឆេងទេហើយយើងក៏បីចាំដែរថាបាសទ្ធិនេះវាជាអីគេសោភនៈចេតសិកមែនទេហ្នឹងហើយវាកើតក្នុងកុសល បានលោកគ្រូសំណាក់ចិត្តសឹក នៅពីដើមឡើយគឺគេនិយាយរឿងដែលវាកើតក្នុងចិត្តវាជាកុសលអញ្ចឹងបានលោកប្រាប់ថាការពោលហ្នឹងការពោលថាអញ្ចឹងអាការៈប្រកបចង់និយាយថាអាការៈប្រកបហ្នឹងអញ្ចឹងបានគេពោលថាអបតតឋានវាមានអញ្ចេះដោយសារអាការៈប្រកបគេយកអីគេសេចក្តីត្រេកអរគេយកសេចក្តីសប្បាយត្រេកអរហ្នឹងហើយវានិយាយរួមអាការៈប្រកបនេះគេចង់និយាយពីព្រោះអីគេនិយាយរឿងថាវាកើតក្នុងកុសលបានវាទៅជាគេនឹងមកដល់ពេលវាអញ្ចឹងដល់ពេលបតតឋានរបស់វាគឺមានអីគេមានបាសទ្ធិនេះអញ្ចឹងណាហ្នឹងទៅយល់ហើយកន្លែងហ្នឹងអញ្ចឹងណាប៉ុន្តែនៅក្នុងបវិដោនេះអាការៈប្រកបខាងលើនេះអបច្ចុប្បដ្ឋាននេះទៅជាស្អីផ្សេងវិញវាមានន័យច្រើននៅក្នុងនេះទៀតនេះអីនេះក្នុងវិសុទ្ធមគ្គអញ្ចឹងបានលោកថាពោលថាអីអញ្ចឹងទៅព្រោះអាស្រ័យពោលអញ្ចឹងព្រោះអាស្រ័យអីគេអាស្រ័យការពោលក្នុងគម្ពីរអត្តសាលីនីទ្រង់សម្ដែងកុសលសោមនស្សសវេទនាគេលោកជាអីនេះអញ្ចឹងណាដែលថាអាការៈប្រកបវាមានសេចក្តីត្រេកអរហ្នឹងហើយដោយសារអាហ្នឹងមានសេចក្តីត្រេកអរអញ្ចឹងអានេះគេប្រាប់ថាក្នុងកុសលដល់ពេលហេតុចិត្តរបស់វាត្រូវបាសទ្ធិមែនទេប៉ុន្តែបន្ទាប់មកលោកក៏សម្ដែងដែរនឹងនៅមានការសម្ដែងផ្សេងទៀតក្នុងគម្ពីរវិសុទ្ធមគ្គខណ្ឌនិទេសអំពីកាយកៈសុខទុក្ខទុក្ខទោមនស្សពេញមកអស់ហើយដូចវាយសួររមិញអញ្ចឹងគេនឹងនិយាយរឿងផ្សេងទៅទៀតរឿងតែគេមិនបានលើកមកក្នុងគម្ពីរនេះអស់ព្រោះវាច្រើនពេកអញ្ចឹងចង់ដឹងទៅមើលខ្លួនឯងទៅដឹងលោកគ្រូដឹងតែគាត់ចង់បញ្ជាក់ថាខាងកុំអត់ថតទៀតថាគីឡូគាត់កាត់យកតាត្រូវហើយល្អអញ្ចឹងចាអញ្ចឹងយើងបានបញ្ជាក់មកចម្រើនឆ្លាតមនុស្សអ្នករៀនគិតបាទ ដូចអូនបុរាណក៏ឆ្លាតទៀតសូមសរសើរ គាត់ដឹងថាខ្ញុំប្រកែកកាន់យកគាត់រៀនច្រើន ប្រយ័ត្នហើយ គាត់ដឹងថាតាមស្រួលមកអ៊ំកំលឿនចាប់យកចប់បដោយ ចាខ្ញុំក៏សួរខ្ញុំយល់ អ៊ំកំលឿនពេលគាត់មានប្រសាសន៍មកខ្ញុំនឹងចិត្តប្រសាសន៍គាត់មកដូចធ្វើឲ្យយើងមានសោមនស្សហ្មងហ្នឹងតែចឹងបងស្រីបងប្អូនផ្សេងមានអីដែលមិនយល់អាចលើកសួរបានបងអ៊ីបាទតន់គ្រូតន់ណាហ្នឹងហើយយប់ជ្រៅស្អែកយើងធ្វើការណាចឹងបើអត់មានអីទេក៏ប៉ុណ្ណឹងចុះណាចឹងបាទគ្រូគណៈសូមបញ្ចប់ត្រឹមហ្នឹងសប្តាហ៍ក្រោយយើងជួបគ្នាទៀតចឹងកម្មាទោសអរគុណលោកគ្រូកម្មាទោសទាំងអស់គ្នាណាជុំអរគ្នាពុទ្ធេយោខលិតោតោសោពុទ្ធោខមតុតាំងមមាំងធម្មេយោខលិតោតោសោធម្មោខមតុតាំងមមាំងសង្ឃេយោខលិតោតោសោសង្ឃោខមតុតាំងមមាំងចឹងយើងខ្ញុំប្រកាសណាទាំងអស់គ្នាសូមគោរពនមស្ការថ្វាយបង្គំលានិងជម្រាបលា
ជំរាបលោកគ្រូ ជំរាបលាលោកគ្រូហើយអរគុណលោកគ្រូ លាព្រះអង្គជំរាបលាលោកគ្រូ នមស្ការលា